ប៉ុន្តែប្រុសយើងគ្រាន់តែឆ្លើយថាយើងនឹងជួបគ្នាថ្ងៃស្អែកវេលាម៉ោង8យប់នៅហាងរបស់ Suzuki អូអញ្ចឹងតើបានជាមានរឿងនឹងកើតឡើងគេបានតាមដានអ្វីៗគ្រប់យ៉ាងតាមរយៈអេក្រង់ក្នុង Aegon ឥឡូវនេះអ្វីៗគឺសមហេតុសមផលហើយខ្លាឃ្មុំយល់ព្រមហើយនិយាយថាគេនឹងទៅជួបនៅទីនោះប៉ុន្តែគេចង់សួរអំពីការធ្លាក់ចុះនៃសញ្ញាដ៏ចម្លែកមួយដែលបានកើតឡើងកាលពីមុនរីយូគីដឹងថាសូម្បីតែម្នាក់នេះក៏មិនយល់ច្បាស់ពីអ្វីដែលស៊ីនធាបានធ្វើដែរប៉ុន្តែដោយសារគេមិនចង់បង្ហាញអ្វីទាំងអស់គេក៏គ្រាន់តែឆ្លើយថាអ្នកសួរច្រើនពេកហើយសម្រាប់មនុស្សក្នុងឋានៈដូចអ្នកនៅក្នុងឈុតបន្ទាប់ពួកគេបានមកដល់ហាងរបស់ Suzuki ហើយប្រុសយើងដើរចូលទៅទាំងរអ៊ូទាំងថារឿងនេះវាឈួតបន្តិចហើយដល់ម៉ោងហើយតែអ្នកនោះមិនទាន់ឃើញមកទៀត Suzuki សួរថាគេកំពុងនិយាយពីអ្វីតើគេមិនបានចាប់អារម្មណ៍ទេអីអ្នកបង្កើតម៉ូដគឺនៅទីនេះស្រាប់ហើយរីយូគីចាប់កៅអៅគេរួចប្រាប់ឲ្យឈប់លេងសើចប៉ុន្តែរំពេចនោះមានម្នាក់និយាយថាខ្ញុំនៅទីនេះនៅពេលរីយូគីងាកក្បាលទៅមើលខ្លាឃ្មុំយកទៅឌីបែដើរចុះតាមចិន្តាហើយនិយាយថាគឺគាត់នឹងហើយដែលជាអ្នកបង្កើតម៉ូដផាដូខ្ញុំស្មានតែគេធំជាងនឹងប៉ុន្តែប្រុសយើងគ្រាន់តែលើកគេដោយដៃម្ខាងប៉ុណ្ណោះគេតូចច្រឡឹងមែនតើអាខ្លាឃ្មុំកំសត់នោះស្រែកជូថាវាកំពុងតែត្រូវគេច្របាច់ខណៈដែលរីយូគីស្រែកដាក់វាឲ្យឈប់និយាយរឿងឥតប្រយោជន៍ស្រាប់តែ Suzuki បោះខ្លួនទៅលើតុហើយប្រុសយើងក៏សួរថាតើមានរឿងឈួតអីកើតឡើងទៀតហើយបន្ទាប់មកខ្លាឃ្មុំនិយាយថាវាប្រហែលជាងាយស្រួលបង្ហាញជាងការពន្យល់ក្នុងពេលនោះគេកំពុងផ្លាស់ប្ដូរស្មារតីរបស់គេមនុស្សដែលកំពុងនិយាយជាមួយរ៉ាយូគីគឺជាអ្នកបង្កើតម៉ូដឈ្មោះ555ហើយក្នុងពេលជាមួយគ្នាមនុស្សដែលនៅម្ខាងទៀតនៃតុដែលកំពុងនិយាយជាមួយគេក៏គឺជាគេដែរហើយក៏ជាស៊ូស៊ាគីដែរមើលទៅដូចជាមនុស្សយួនតូចនោះឥឡូវនេះមានសម្លេងរបស់ស៊ូស៊ាគីមែនទេអ្នកនិពន្ធរឿងនេះប្រហែលជាមិនបានគិតវែងឆ្ងាយអំពីការបដូរសម្លេងដើម្បីសម្គាល់តួអង្គនៅក្នុង Manwar នេះទេរ៉ាយូគីមិនជឿទេប៉ុន្តែ Aegon បញ្ជាក់ថាវាពិតជាមនុស្សតែម្នាក់មែនមើលទៅវាហាក់ដូចជាស្មារតីមួយដែលគ្រប់គ្រងរូបរាងច្រើនដែលរូបរាងនីមួយៗមានបុគ្គលិកលក្ខណៈខុសៗគ្នាបន្ទាប់មករ៉ាយូគីដឹងថាមនុស្សឈួតនេះច្បាស់ជាប្រើម៉ូដមួយចំនួនដើម្បីផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់ខ្លួនឯងហើយខ្លាឃ្មុំចរច្រកកងហើយនិយាយថាទីបំផុតអ្នកយល់ហើយបន្ទាប់មកគេអបអរសាទររ៉ាយូគីដែលបានសម្លាប់លីនហ្វូលដោយនិយាយថាឈុតបញ្ចប់នោះពិតជាអស្ចារ្យណាស់គេចង់ដឹងថារ៉ាយូគីធ្វើឲ្យបរមនោះបាត់ខ្លួនដោយរបៀបណាតែដែនកំណត់នៃសមត្ថភាពនោះជាអីតើអាចប្រែបានប៉ុន្មានដងតើមានតម្លៃដែលត្រូវបង់ទេតើវាដំណើរការយ៉ាងដូចម្ដេចមើលទៅសម្លេងបានបដូរម្ដងទៀតដូច្នេះប្រុសយើងដឹងថាឥឡូវនេះគឺជា555ដែលជាបុគ្គលិកលក្ខណៈគោលរបស់អ្នកបង្កើតម៉ូដមិនមែនស៊ូស៊ាគីទេរ៉ាយូគីនិយាយថាគេនឹងមិនឆ្លើយអ្វីទាំងអស់រហូតទាល់តែគេប្រាប់ថាគេជាអ្នកណាឲ្យពិតប្រាកដ555និយាយថាគេនឹងប្រាប់រឿងនោះប៉ុន្តែដំបូងត្រូវប្រមានសិនថាអ្នកត្រូវតែប្រយ័ត្នប្រយែងកុំឲ្យអ្នកនរណាម្នាក់ដឹងថាអ្នកមានសមត្ថភាពលុបឬក៏ delete ឲ្យសោះរីយូគីគ្រាន់តែក្រវីស្មាហើយនិយាយថាយឺតពេលហើយអេហ្គនបានថតកែសម្រួលនិងបង្ហក់រឿងទាំងមូលបាត់ទៅហើយចាប់ពីពេលនេះតទៅការប្រយុទ្ធជាមួយលីនហ្វូលនឹងល្បីខ្លាំងហើយ555ភ័យស្លន់ស្លោអ្នកឯងឈួតហើយអ្នកឯងផ្សាយរឿងនឹងមែនទេចាំមើលចោះក្រុមហ្គីលនឹងចាប់ផ្ដើមតាមប្រមាញ់គេនៅគ្រប់ជ្រុងនៃពិភពលោករីយូគីឆ្លើយតបថានោះហើយជាអ្វីដែលខ្ញុំចង់បានអាខ្លាឃ្មុំនោះចោះចាញ់ហើយវាដឹងហើយថាក្មេងម្នាក់នេះចង់ឲ្យគេតាមប្រមាញ់បន្ទាប់មកវាសួរថាតើរីយូគីដឹងទេថាអ្នកណាជាអ្នកតាមរកគេឲ្យពិតប្រាកដប្រុសយើងរៀងវង្វេងបន្តិចប៉ុន្តែបន្ទាប់មកខ្លាឃ្មុំក៏ឡុកអោតចេញទៅហើយស៊ូស៊ូគីក៏ក្រោកឈរឡើងគេចុតម្រាមដៃរួចនិយាយថាអូខេតោះមកមើលរឿងនេះសិនរូបភាព hologram បង្ហាញពីទិដ្ឋភាពពីលើអាកាសនៃតំបន់ជុំវិញផ្សារទំនើបក្នុងរង្វង់100ម៉ែត្រ
នៅពីក្រោយជញ្ជាំងគេឃើញពួកបងធំដែលធ្លាប់ជួបតាំងពីដំបូងរីយុគីរៀងអន់ចិត្តបន្តិចដែលពួកអសមត្ថភាពទាំងនោះនៅតែមិនព្រមបោះបង់ប៉ុន្តែចំណុចសំខាន់បំផុតគឺក្រុមមួយទៀតដែលនៅពីមុខពួកគេនោះគឺក្រុម Iron Blood ដែលជាក្រុមឧក្រិដ្ឋជនគ្រប់គ្រងពិភពងងឹតសំណាងល្អពួកគេមិនមានទំនាក់ទំនងជាមួយ Lindsay ទេមេក្រុមនោះបានចូលនិវត្តន៍បន្ទាប់ពីមានគ្រោះថ្នាក់មួយពាក្យចចាមអារាមនិយាយថា Lindsay គឺជាអ្នកបង្កគ្រោះថ្នាក់នោះ Ryuki យល់ពីអ្វីដែល Suzuki ចង់បញ្ជាក់ពួកនេះនឹងមិនមានទំនាក់ទំនងជាមួយ Lindsay ទេព្រោះ Lindsay បានធ្វើបាបមនុស្សរបស់ពួកគេប៉ុន្តែឥឡូវនេះគេពិតជាចង់ដឹងថាចុះអ្នកជាអ្នកណា Suzuki អ្នកមើលហាងឆ្លើយថាមិនអីទេដោយសារអ្នកដឹងរឿងនេះហើយដល់ពេលដែលយើងត្រូវទៅកន្លែងណាដែលសមរម្យជាងនេះបន្តិចនៅក្នុងឈុតបន្ទាប់ពួកគេកំពុងដើរកាត់លូទឹកស្អីហើយ Suzuki និយាយថារូបគេនិងរូបរាងខ្លួនទាំងអស់របស់គេមានគោលដៅតែមួយហើយកំពុងស្វែងរកសម្ព័ន្ធមិត្តដើម្បីជួយកិច្ចការនេះក្នុងពេលជាមួយគ្នា Igon កំពុងវិភាគនិងប្រាប់ប្រក់យើងថានៅពេលនេះគេមិនមានគ្រោះថ្នាក់អ្វីទេបន្ទាប់មកគេចូលទៅក្នុងបន្ទប់មួយដែលពោពេញទៅដោយរូបមនុស្សជរហើយ Suzuki ពន្យល់ថានេះគឺជាកន្លែងដែលគេទុកស្នាដៃដ៏ល្អបំផុតរបស់គេប្រត់យើងដើរទៅជិតរូបមួយក្នុងចំណោមនោះហើយ Igon និយាយថាវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ដែលមនុស្សម្នាក់អាចបង្កើតអ្វីមួយបែបនេះបានទោះជាយ៉ាងណាក៏ដោយ Ryuki មិនសូវចាប់អារម្មណ៍នឹងរូបរាងទាំងនោះទេហើយសួរថាតើគេគួរហៅគាត់ថា555 Suzuki ឬយ៉ាងណា Suzuki ប្រាប់គេឲ្យហៅគាត់ថា Suzuki នៅពេលគាត់ជារូបរាងមនុស្សនិងហៅថា555នៅពេលគាត់ជាខ្លាឃ្មុំនោះគឺជាពេលដែលគាត់ស្ថិតក្នុង Hacker Mode ព្រះអើយប្រាប់ឈ្មោះពិតមកបន្ទាប់មក Suzuki និយាយថាគាត់នឹងពន្យល់ឲ្យច្បាស់ថាគាត់ជាអ្នកណាហើយ Aegon ក៏ទាញទៅនឹងថ្ងៃមួយចំនួនមកបង្ហាញឈ្មោះគឺ No Name អាយុចន្លោះពី20ទៅ30ឆ្នាំនិងភេទជាស្រីអូខេចេញពីសមោមកក្មេងស្រីហើយក្មេងស្រីនោះនិយាយថានោះគឺជាអ្វីគ្រប់គ្នាដែលមនុស្សគ្រប់គ្នាដឹងពីនាងច្បាស់ណាស់ Ryuki គឺរៀងបង្វែងព្រោះព័ត៌មាននោះគឺស្ទើរតែគ្មានអ្វីសោះគេសួរថាតើនាងពុតជាមិនដឹងអ្វីសោះអំពីខ្លួនឯងមែនទេតើការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈទាំងនេះធ្វើឲ្យនាងបង្វែងស្មារតីមែនទេនាងឆ្លើយថាចាគឺបែបនឹងឯងហើយសួរថាតើគេធ្លាប់ឮអំពីគ្រោះថ្នាក់707ទេវាគឺជាការធ្លាក់យន្តហោះដែលគ្មានអ្នករស់រានមានជីវិតប៉ុន្តែការពិតគឺមានមនុស្សម្នាក់ដែលបានរស់ជីវិតត្រូវបានឆេះខ្លោចប៉ុន្តែនៅមានជីវិតមនុស្សម្នាក់នោះត្រូវបានគេវះកាត់ក្នុងមន្ទីរពិសោធន៍រហូតដល់គ្មានអ្វីទាំងអស់ហើយបន្ទាប់មកមានបរិសុទ្ធឈួតម្នាក់បានរុញនាងចូលទៅក្នុងរូបរាង Android ចប់ហើយប្រុសអើយក្តីស្រមៃដែលចង់ជួប waifu ដ៏លយម្នាក់គឺរលាយអស់ហើយនាងត្រូវបានគេអាំងខ្លោចបាត់ទៅហើយវាវិនិច្ឆ័យទៅទៀតគាត់បានសួរថាតើនាងគឺជាអ្នករស់រានមានជីវិតតែម្នាក់មែនទេហើយនាងបានឆ្លើយថាតាមពិតទៅគឺពួកគេទៅវិញទេជាលទ្ធផលនៃការពិសោធន៍នាងត្រូវបានគេបញ្ចូលការចងចាំរាប់មិនអស់ទៅក្នុងខ្លួននាងមិនដឹងថាវាជាព្រលឹងចិត្តរឿងរ៉ាវឬអ្វីនោះទេប៉ុន្តែនាងអាចបញ្ជាពួកវាបានតាមតម្រូវការ Ryuki ចាប់ផ្ដើមយល់ថាគ្មានផ្លូវណាអាចយល់ពីក្មេងស្រីឈួតម្នាក់នេះបានឡើយដូច្នេះគាត់ក៏គ្រាន់តែសួរថាតើនាងចង់បានកិច្ចព្រមព្រៀងបែបណាភ្លាមនោះនាងបានបោះសៀវភៅកត់ត្រាមួយឲ្យគាត់ដោយនិយាយថានាងក៏ចង់ចូលរួមក្នុងការសងសឹកនេះដែរតាមប្រព័ន្ធអ៊ីនធឺណិតមនុស្សគ្រប់គ្នាកំពុងនិយាយអំពីការវាយដំដែល Lin Full បានទទួលរួមជាមួយសមាជិក Guild របស់គាត់មើលទៅមិនដូចជាមនុស្សម្នាក់ពីមុននោះទេរឿងតែមួយដែលមនុស្សយល់ថាចម្លែកគឺរឿងការលុបគណនីមើលទៅដូចជាការបោកប្រាស់ព្រោះនៅក្នុងហ្គេមនេះការលុបគណនីគឺមិនត្រូវបានអនុញ្ញាតឡើយដូច្នេះវាគួរតែជារឿងដែលមិនអាចទៅបានប៉ុន្តែសំណួរនៅត្រង់ថាប្រសិនបើវាជារឿងคล้ายហេតុអ្វីបានជា Lin Full មិនបង្ហាញខ្លួនដើម្បីបញ្ជាក់ប្រាប់អ្នករាល់គ្នាថាវាជាការភូតកុហកទន្ទឹមនឹងនោះ Lin Full កំពុងស្ថិតក្នុងស្ថានភាពស្រវឹងនិងព័ទ្ធជុំវិញដោយដបស្រាគាត់បានបោះដបស្រាទៅបុកជញ្ជាំងហើយសម្លឹងមើលផ្ទាំងប្រព័ន្ធវាបង្ហាញថាការផ្ទាំងផ្ទុកគណនីបានបរាជ័យមិនរកឃើញទិន្នន័យឡើយគាត់បានសើចហើយនិយាយថាកុំមកលេងសើចជាមួយគាត់វាគ្មានផ្លូវដែលរឿងនេះអាចកើតឡើងបានទេគាត់គឺជា Lin Hu ដែលខ្លាំងបំផុតនៅក្នុង Linsa ចំណុចល្អដែលតួអង្គរបស់យើងគ្មាន waifu គ្មានម្ដាយឬគ្មាននរណាម្នាក់នោះគឺយ៉ាងហោចណាស់ក៏គ្មាននរណាម្នាក់សម្រាប់ឲ្យពួកគេសងសឹកដែរមែនទេរឿងដែលនៅសេសសល់មានតែការវាយកត់ឲ្យទ្រាំប៉ុណ្ណោះបន្តិចមុននេះ
Lin Fool បានទះតុកហើយហៅរកបងប្រុសរបស់គាត់ដើម្បីសុំឱកាសម្ដងទៀតប៉ុន្តែ Gabriel បាននិយាយថាអាល្ងងនេះមិនស្ដាប់គាត់ឡើយបែរជាទៅប្រយុទ្ធម្នាក់ឯងរហូតដល់បាត់បង់គណនេយ្យផ្ទាល់ខ្លួនទៀតច្បាស់ណាស់ពេលនេះគាត់ចប់ហើយ Lin Fool ភ័យស្លន់ស្លោហើយនិយាយថាគាត់គ្រាន់តែធ្វេសប្រហែសបន្តិចប៉ុណ្ណោះគាត់គ្រាន់តែត្រូវការគណនេយ្យថ្មីមួយហើយអ្វីៗនឹងផ្លាស់ប្ដូរចាប់ពីពេលនេះតទៅគាត់នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែល Gabriel ប្រាប់អ្វីដែលគាត់ត្រូវការគឺគណនេយ្យផ្សេងឬបានបង្កើតគណនេយ្យថ្មី Creation Pass ទោះជាយ៉ាងណា Gabriel បាននិយាយថាសម្រាប់អ្នកដែលលេងហ្គេមយូរមកហើយដូចជា Lin Fool គឺពិតជាល្ងងខ្លាំងណាស់គាត់គ្មានអៀនដែលមានឈាមជ័រជាមួយគ្នាច្បាប់គឺសាមញ្ញមនុស្សម្នាក់គណនេយ្យមួយគឺប៉ុណ្្នឹងឯងប្រសិនបើបាត់បង់វាហើយគឺគ្មានផ្លូវនឹងយកវាមកវិញបានឡើយហើយឥឡូវនេះពេលវេលារបស់គាត់បានអស់ហើយគាត់ត្រូវបានបងប្រុសបង្កើតបណ្ដេញចេញ Lin Fool បានប្រាប់គាត់ឲ្យឈប់និយាយរឿងឈួតសូម្បីតែអាអ្នកចាញ់ដែលគ្មានប្រយោជន៍ម្នាក់នោះក៏ក្លាយជា player បានដែរចុះហេតុអ្វីបានជាគាត់ធ្វើមិនបានគាត់បានរើបំរាស់ពីពួកយាមហើយប្រាប់ឲ្យពួកគេថយចេញគាត់នឹងទៅដោះស្រាយរឿងនេះបាទពិតណាស់ឯងនឹងទៅដោះស្រាយវាឯងត្រូវបានគេក្រវែងចេញដូចជាសម្រាមទៅហើយបងប្រុសរបស់គាត់និយាយថាមានរឿងរ៉ាវរញ៉េរញ៉ៃជាច្រើនដែលត្រូវដោះស្រាយដូច្នេះ Lin Fool កុំបង្ហាញមុខនៅទីនេះទៀតឲ្យសោះអាម្នាក់សក់មាសដ៏ល្ងងខ្លៅនោះមិនចង់ជឿទាល់តែសោះថាពួកអ្នកដែលធ្លាប់តែខ្លាចសំបីតែសម្លឹងភ្នែកគាត់ឥឡូវនេះបែរជាមកធ្វើដាក់គាត់បែបនេះពេលនោះមាននរណាម្នាក់ដើរមកពីក្រោយហើយសួរថាតែគាត់គឺជា Lin Fool Darius មែនទេប៉ុន្តែអាសក់មាសគ្រាន់តែប្រាប់ឲ្យគេដើរចេញទៅគាត់គ្មានអារម្មណ៍ល្អឡើយហើយនិយាយថាវាជាការល្អដែលពួកអនាថាកុំមកក្បែរគាត់ទោះជាយ៉ាងណាក៏ដោយបុរសម្នាក់នោះបានហុចកាតមួយឲ្យគាត់ហើយនិយាយថាគេនៅទីនេះដើម្បីជួយមើលទៅ Lin Fool កំពុងត្រូវការអំណាចដែលពួកគេអាចផ្ដល់ឲ្យគេសួរថាតើគាត់ចាប់អារម្មណ៍នឹងស្ដាប់សំណើមែនទេប្រសិនបើខ្ញុំមិនច្រឡំទេគេគឺជាមនុស្សម្នាក់មកពីបន្ទប់ដែលមានកាត H និង V នោះឯងត្រឡប់មកវិញជាមួយ player របស់យើងបានដឹងថា Linsa កំពុងតែបង្អាក់ដំណើរការរបស់ players ផ្សេងទៀតទាំងអស់នៅក្នុង Ghost World មើលទៅវាហាក់ដូចជាការដោះដូររវាងពួកគេនិងអ្នកអភិវឌ្ឍ developers ព្រោះតាមវិធីនេះអ្នកអភិវឌ្ឍនឹងមានការងារតិចហើយផ្ដល់អត្ថប្រយោជន៍ខ្លះៗមកឲ្យពួកគេវិញ Aegon បានឆ្លើយតបថាពួកគេពិតជាគួរឲ្យអាណិតណាស់មិនចម្លែកទេដែលផលិតផលចុងក្រោយគឺហ្គេមមួយនេះគឺគ្រាន់តែជាកញ្ចប់សម្រាមដែលមានបញ្ហាបច្ចេកទេស buggy mess បន្ទាប់មក Suzuki និយាយថានេះគឺជាកិច្ចព្រមព្រៀងសម្ងាត់រវាង Linsa Gil និង Raytheon Soft ដែលជាអ្នកអភិវឌ្ឍវាជារឿងគួរឲ្យអស់សំណើចដែលពួកគេធ្វើកិច្ចព្រមព្រៀងបែបនេះគ្រាន់តែដើម្បីពន្យាការអភិវឌ្ឍរបស់អ្នកដទៃ Ryuki និយាយថាគាត់យល់ហើយប៉ុន្តែហ្គេមទាំងមូលត្រូវបានគាំទ្រដោយ Azrael ហើយ Raytheon Soft ធ្វើការឲ្យពួកគេដូច្នេះតើពួកគេត្រូវតទល់នឹងក្រុមហ៊ុនដែលមានការអភិវឌ្ឍហ្គេមទាំងមូលនៅក្នុងដៃដោយរបៀបណា Suzuki ឆ្លើយតបថាពួកគេត្រូវតែលុបបំបាត់ចេញពីពិភពលោកនេះព្រោះកាលពីមុនពួកគេធ្លាប់ជាអ្នកដឹកនាំការអភិវឌ្ឍប៉ុន្តែឥឡូវនេះពួកគេគ្រាន់តែជាអ្នកដែលកំពុងតែរលួយហើយបង្អាក់ដំណើរការកន្លែងនេះ Ryuki និយាយថាការស្អប់របស់នាងហាក់ដូចជាខ្លាំងពេកសម្រាប់រឿងសាមញ្ញបែបនេះពេលនោះហើយដែលនាងលើកឡើងអំពីការធ្លាក់យន្តហោះគ្រោះថ្នាក់707ហើយពន្យល់ថាអ្វីដែលបានផ្ទុះនៅថៃនោះគឺជាវត្ថុដែលយកចេញពី Azrael គាត់សន្និដ្ឋានភ្លាមថានាងប្រហែលជាគិតថារ៉ាសៀនដែលជាអ្នកអភិវឌ្ឍគឺជាអ្នកនៅពីក្រោយរឿងនេះហើយនាងក៏ឆ្លើយថានាងប្រកាសក្នុងចិត្តណាស់ Ryuki ដឹងថាគ្រាន់តែសម្លាប់ Linsa Gil គឺពិបាកណាស់ទៅហើយចោះតម្រាំតែផ្ដួលរ៉ាសៀនគឺមានន័យថាត្រូវបំផ្លាញ Ghost World តែម្ដងដូច្នេះគាត់បានសួរនាងថាតើនោះជាអ្វីដែលនាងចង់បានមែនទេនាងនិយាយថាពួកគេមិនត្រូវការហ្គេមឈួតបែបនេះទេទោះបីជាវាផ្ដល់ធនធានពាក់កណ្ដាលដល់សង្គមក៏ដោយរាល់អ្វីដែលរ៉ាសៀនបានបញ្ចេញនាពេលថ្មីៗនេះគឺគ្មានអ្វីក្រៅពីសម្រាមឡើយហើយដោយសារតែការខ្វះការរីកចម្រើននៅក្នុងហ្គេមធនធានកំពុងតែរីងស្ងួតបន្តិចម្ដងអ្វីមានស្ថិរភាពសម្រាប់ពេលនេះប៉ុន្តែក្នុងរយៈពេល5ឆ្នាំទៀតមិនប្រកាសថាវានឹងនៅដដែលឡើយពួកគេមិនអាចបណ្ដោយឲ្យក្រុមមនុស្សដែលគ្មានសមត្ថភាពមកក្តាប់ការអភិវឌ្ឍហ្គេមរបស់ព្រះ Ryuki ដឹងថាគោលដៅចម្បងនៃហ្គេមនេះគឺដើម្បីដណ្ដើមយក Demon Tower បញ្ហាគឺ Linsa គ្រប់គ្រងអ្វីគ្រប់យ៉ាងនៅទីនេះគាត់ក៏មានគម្រោងចង់ដណ្ដើមយកកន្លែងនោះដែរ
ម្យ៉ាងវិញផែនការរបស់ Suzuki គឺសំដៅបំផ្លាញ platform ទាំងមូលតែម្ដងពេលនោះ Aegon បានប្រាប់មេរបស់គាត់ថាពួកគេគួរតែបន្តធ្វើវាទៅព្រោះសម្រាប់ game របស់ព្រះពិភពលោកដែលគេហៅថា Ghost World នេះគ្រាន់តែជាកំទេចសម្រាមដែលធ្វើឡើងយ៉ាងអន់ប៉ុណ្ណោះគ្រាន់តែជាមេឃឈើស្ងួតដែលព្យាយាមតោងជាប់ហើយពួកគេគ្រាន់ជួយកាត់វាចោល Ryuki បាននិយាយថាគាត់ពិតជាចូលចិត្តរឿងនេះណាស់ប៉ុន្តែហាក់ដូចជាភ្លេចមូលហេតុដែលគាត់មកទីនេះគាត់បានលូកដៃចេញហើយប្រាប់នាងឲ្យប្រគល់ mods មកឲ្យគាត់បន្ទាប់មកនៅពេលកំពុងឡើងកម្ដៅចិន្តា Aegon បាននិយាយថាបុរសដែលបន្លំគ្រួម្នាក់នេះម្នាក់ក្នុងចំណោមមនុស្សថ្មីទាំង13នាក់ដែលគាត់បានទទួលមើលទៅហាក់ដូចជាល្អគួរសម Ryuki និយាយថាវាពិតជាការដកដូរដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្តែគាត់នៅតែចង់ដឹងបន្ថែមអំពីហេតុការណ៍ដែលនាងបានរៀបរាប់ Aegon បានបញ្ជាក់ថាហេតុការណ៍នោះពិតជាបានកើតឡើងមែនហើយមានមនុស្សម្នាក់បានរស់រានមានជីវិតប៉ុន្តែมันអាចបញ្ជាក់បានថាជា Suzuki នោះទេព្រោះថាមនុស្សគឺជាសត្វលោកដែលមិនគួរទុកចិត្តឡើយ Ryuki យល់ព្រមហើយនៅពេលដែលគាត់ចេញពីលូគាត់និយាយថាពួកគេគួរតែនៅជិត Hotel of Pleasure ដែលជាកន្លែងមានសុវត្ថិភាពក្នុងការចេញប៉ុន្តែនៅពេលដែលគាត់ព្យាយាមចេញពីប្រហោងនោះគាត់បានឃើញបុរសសក់ពណ៌តុងដែងម្នាក់មើលទៅហាក់ដូចជាមានសភាពមិនសូវស្រួល Ryuki បានចូលទៅជិតគាត់ដើម្បីមើលថាមានរឿងអ្វីកើតឡើងដោយឆ្ងល់ថាបុរសនោះស្រវឹងឬយ៉ាងណាទោះជាយ៉ាងណាក៏ដោយគាត់បានកត់សម្គាល់ឃើញមានឧបករណ៍ digital មួយយ៉ាងដែលត្រូវបានដំឡើងនៅលើកញ្ចាំងករបស់បុរសនោះដោយសារតែតំបន់នេះត្រូវបានគេស្គាល់ថាជា Pleasure District វាមិនចម្លែកទេដែលមាននរណាម្នាក់ប្រើរបស់បែបនោះនៅទីនេះរំពេចនោះគាត់បានឮសំឡេងនរណាម្នាក់ដើរមកជិតហើយក៏បានរត់ចេញបាត់ទៅបុរសម្នាក់ដែលមានអាវធំពណ៌សគ្របលើស្មា Steel ដោយក្នុងរឿង One Piece បាននិយាយថាម្នាក់នេះពិតជាពិបាកដោះស្រាយហើយ Aegon ក៏បានកត់សម្គាល់ឃើញភ្លាមៗថាពួកគេស្លៀកពាក់ខោអាវដូចគ្នាទៅនឹងមនុស្សដែលបានលួចមើល Ryuki តាមបង្អុចមុនពេលគាត់ចូលទៅក្នុងហាងបុរសសក់ក្រហមនៅខាងមុខបានរអ៊ូថាម្នាក់នេះធ្វើឲ្យពួកគេរត់ចុះឡើងមិនឈប់គាត់បានចាប់កបុរសសក់តុងដែងនោះដោយចោទថាបុរសនោះបានរត់មកទីនេះបន្ទាប់ពីលួចរបស់ជារបស់ពួកគេហើយក៏បានទះកំភ្លៀងគាត់ខណៈពេលដែល Ryuki កំពុងលះខ្លួនមើលហេតុការណ៍ទាំងអស់នោះបុរសសក់ក្រហមបានប្រាប់ឲ្យចាប់បុរសនោះយកទៅបាត់គាត់បានអុជបារីហើយសួរថាតើពួកគេបាត់ដានគោលដៅហើយឬនៅអ្នកនៅក្បែរគាត់បានសុំទោសប៉ុន្តែសន្យាថាពួកគេនឹងចាប់ផ្ដើមតាមដានម្ដងទៀតហើយនឹងរកឃើញគាត់ក្នុងពេលឆាប់ៗវាបានបង្ហាញថាតាមពិតពួកគេកំពុងតាមប្រមាញ់ Ryuki ពួកគេបានកត់សម្គាល់ថា Suzuki គឺមានការប្រុងប្រយ័ត្នខ្លាំងណាស់ប៉ុន្តែពួកគេមិនបារម្ភទេព្រោះអតិថិជនគ្រាន់តែសុំឲ្យពួកគេតាមមើលសិនប៉ុណ្ណោះកូនឆាយត្រូវបានប្រាប់ឲ្យត្រឡប់ទៅ Justin Street ដើម្បីចាំឃ្លៀងមើលគាត់បានរអ៊ូថាការចាំមើលមិនបានជួយអ្វីច្រើនទេប៉ុន្តែមេធំបានកំទេចបារីរបស់គាត់ហើយប្រាប់ឲ្យធ្វើតាមតែអ្វីដែលគេបញ្ជាទៅបានហើយ Aegon បានបញ្ចេញមតិថានេះមិនមែនជាស្នាដៃរបស់ Suzuki ទេវាហាក់ដូចជាពួកគេទាំងទីញាក់សុទ្ធតែជាគោលដៅនៅពេលនេះ Ryuki បានសុំឲ្យគេនាំគាត់ទៅតាមផ្លូវដែលមានមនុស្សតិចបំផុតមួយសន្ទុះក្រោយមកគាត់ក៏បានទៅដល់ទ្វារមួយបើកវាហើយទីបំផុតក៏បាននៅម្នាក់ឯងដើម្បីសម្រាកបន្ទាប់ពីចំណាយពេលជាច្រើនសប្តាហ៍នៅក្នុងពិភពហ្គេមដែលដាក់បណ្ដាសានោះនេះគឺជាលើកដំបូងដែលគាត់អាចសម្រាកបានយ៉ាងពិតប្រាកដគាត់បានលាតដៃទាំងសងខាងហើយញញឹមប៉ុន្តែស្រាប់តែមានដាវមួយហោះមកស្ទើរតែត្រូវគាត់នៅលើគ្រែគាត់បានតបតយ៉ាងរហ័សដោយប្រើចំណែន Swordsman ហើយបានកាត់ដៃអ្នកវាយបហានោះដាច់ទោះបីជាកំពុងហូរឈាមក៏ដោយក៏អ្នកវាយបហានោះបានលោតចេញតាមបង្អុយបាត់ទៅឥឡូវនេះ Ryuki ក៏ចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងខ្លួនឯងដែរដោយប្រែទៅជាដូចជាមនុស្សវិកលចរិតគាត់មានអារម្មណ៍រំភើបដែលអ្នកវាយបហាបានប្រើរបស់របរពី Yggdrasil គាត់បានលោតដេញតាមពីក្រោយហើយប្រាប់ Aegon ឲ្យបង្ហាញផ្លូវដែលត្រូវតាមដោយសារតែមានស្នាមឈាមវាងាយស្រួលណាស់នៅក្នុងការតាមដានគោលដៅ Ryuki បានពន្យល់ថាបុរសនោះបានប្រើរបស់របរបំបាំងកាយនិងឧបករណ៍លាក់ដានដែលជាឧបករណ៍នៅក្នុងហ្គេមប៉ុន្តែត្រូវបានបំលែងមកប្រើក្នុងជីវិតពិត Ryuki បន្តដំណើរទៅមុខហើយមិនយូរប៉ុន្មានក៏ឃើញបុរសនោះបត់នៅកាច់ជ្រុងផ្លូវនៅពេលដែលគាត់តាមទាន់បុរសនោះបានឈរបែរខ្នង Ryuki បានបញ្ជាឲ្យពួកគេបង្ហាញអត្តសញ្ញាណដោយសួរថាតើនរណាជាអ្នកបញ្ជូនឯងមក Black Snake ឬ Steel Blood ជំនួសឲ្យការឆ្លើយបុរសនោះបានលើកដាវរបស់គាត់បញ្ចូលថាមពលម៉ាណាហើយកាប់ទៅលើ Ryuki
រីយូគីអាចគេចផុតប៉ុន្តែស្នាមកាប់នោះមានភាពជាក់លាក់រហូតដល់ធ្វើឲ្យដៃប្រេះរីយូគីគាត់សម្គាល់ថាខណៈពេលដាតអាវុធនោះអស្ចារ្យប៉ុន្តែជំនាញដាវគឺនៅមានកម្រិតអ្នកវាយប្រហារបានរំកិលខ្លួនប៉ុន្តែក្នុងមួយប្រព្រឹត្តភ្នែករីយូគីបានទៅដល់ពីក្រោយគាត់ហើយចាប់ដៃគាត់ជាប់គាត់បានច្របាច់ដៃបុរសនោះយ៉ាងខ្លាំងបង្ខំឲ្យគាត់ទម្លាក់ដាវចុះរីយូគីបាននិយាយថាទីបំផុតគាត់អាចមើលមុខបុរសនោះបានច្បាស់ហើយគាត់បានសើចហើយនិយាយថាវាពិតជាអស្ចារ្យណាស់អតីតកំពូលអ្នកលេងរបស់គៀលឥឡូវនេះបានក្លាយជាឃាតករដ៏ថោកទាបម្នាក់វាពិតជាគួរឲ្យសង្វេគណាស់ដែលឃើញស្ថានភាពរបស់ Linful Darius ក្លាយជាបែបនេះបុរសនោះមានភាពអស់សង្ឃឹមហើយស្រែកប្រាប់ឲ្យគាត់បិទមាត់ Linful បានស្ទុះទៅមុខដើម្បីចាប់យកដាវហើយស្រែកឲ្យ Ryuki ស្លាប់ទៅប៉ុន្តែគាត់ត្រូវបាន Ryuki បុកមួយជង្គង់ចំចង្ការហើយបោះទៅលើដីដូចជាសម្រាមម្ដងទៀតRyuki បានរើដាវនោះឡើងដោយចង់ដឹងថាតើគាត់បានរបបដ៏គួរឲ្យខ្លាចនេះពី Yggdrasil មកពីណាតាមពិតទៅបុរសនោះមិនអាចប្រើសមត្ថភាពពេញលេញរបស់វាបានទេព្រោះវាមិនមែនស្ថិតនៅក្នុង in-game inventory ប៉ុន្តែវានៅតែជាដៃដ៏មុតស្រួចដែលអាចកាប់បាន Linful មានការភ័យស្លន់ស្លោហើយបានរត់ចេញម្ដងទៀតទាំងតក់ស្លុត Ryuki ក៏បានដេញតាមពីក្រោយដោយនិយាយថាការរត់មិនមែនជាជម្រើសដ៏ល្អបំផុតនោះទេ Linful ព្យាយាមយល់ថាតើអាម្នាក់នោះខ្លាំងបែបនេះតាំងពីពេលណាហើយប្រាប់ខ្លួនឯងថាត្រូវតែមានដំណោះស្រាយខ្លះក្មេងម្នាក់នេះប្រហែលជាខ្លាំងនឹងល្បីឈ្មោះនៅពេលនេះប៉ុន្តែចុងក្រោយគេនៅតែជាមនុស្សគ្មានតម្លៃម្នាក់ដដាលនៅក្បែរនោះមនុស្សម្នាចាប់ផ្ដើមមើលជុំវិញហើយហាក់ដូចជាចំណាំ Linful បានពួកគេសួរថាហេតុអ្វីបានជាមានឈាមនៅលើដៃរបស់គាត់នៅពេលដែលពួកគេឃើញដើរពួកគេក៏ដឹងថាវាប្រហែលជារបស់មកពី Yggdrasil បន្ទាប់មកមានសម្លេងនៅក្នុងចំណោមហ្វូងមនុស្សបានចំណាំមុខរបស់ Ryu 717ដល់ល្បីល្បាញពួកគេដឹងថាគាត់ធ្លាប់បានយកឈ្នះបរិះម្នាក់នេះរួចហើយនៅក្នុង Ghost World ដូច្នេះពួកគេឆ្មល់ថាហេតុអ្វីបានជាពួកគេមកប្រយុទ្ធគ្នានៅទីនេះក្នុងជីវិតពិត Linful បានប្រាប់ Ryuki ថាបទល្មើសដ៏ធំបំផុតដែលគាត់បានប្រព្រឹត្តគឺការដែលមនុស្សគ្មានតម្លៃម្នាក់ព្យាយាមសម្លាប់អ្នកលេងកម្រិតគោដូចជាគាត់អះអាងថានោះគឺជាបទល្មើសដ៏អាក្រក់បំផុតពិសេសនៅពេលដែលមានសាក្សីច្រាំងបែបនេះហើយបានលើកឡើងថាសម្ដីរបស់មនុស្សគ្មានតម្លៃគឺគ្មានតម្លៃតាមផ្លូវច្បាប់នោះទេ Ryuki គ្រាន់តែទម្លាក់ដាវចុះលើដីហើយប្រាប់ឲ្យគេមកចាប់ខ្លួនគាត់ទៅគាត់បានឌឺដងទៅកាន់ Linful ថាប្រសិនបើអ្វីដែលគាត់កំពុងធ្វើគឺជារឿងត្រឹមត្រូវនោះ Linful គួរតែសម្លាប់គាត់ឥឡូវនេះទៅដើម្បីឲ្យខ្លួនឯងក្លាយជាមនុស្សស្អាតស្អំនេះគឺជាឱកាសមាសរបស់ Linful ប្រសិនបើគាត់អាចធ្វើវាបានមែន Linful ដឹងថា Ryuki កំពុងរៀបចំផែនការអ្វីមួយប៉ុន្តែចំណងក្នុងការសម្លាប់វាខ្លាំងពេកគាត់ជឿជាក់ថា Ryuki គ្រាន់តែសម្ដែងប៉ុណ្ណោះហើយនៅក្នុងកាមេរ៉ានៅគ្រប់ទីកន្លែងគាត់មានអារម្មណ៍ថាគាត់មិនអាចទ្រាំទ្រនឹងការអាម៉ាស់ម្ដងទៀតបានភាពលោភលន់បានឈ្នះគ្រប់យ៉ាងគាត់បានចាត់ទុកនេះជាឱកាសដ៏ល្អឥតខ្ចោះដើម្បីស្រោចស្រង់ឈ្មោះ Linful ឡើងវិញហេចាប់យកដាវហើយសម្រុកចូលទៅប៉ុន្តែ Ryuki បានគេចផុតរួចនិយាយថាវាគួរឲ្យអាណិតណាស់ដែលឃើញ Linful មើលទៅគួរឲ្យអស់សំណើចពេលកាន់ដាវបែបនេះវាមិនមានអារម្មណ៍តានតឹងអីបន្តិចសោះពេលប្រយុទ្ធបែបនេះ Linful នៅតែបន្តគ្រវីដាវចុះឡើងប៉ុន្តែ Ryuki បែរជាសាយទៅវិញការប្រយុទ្ធជាមួយអ្នកដែលប្រែលំពេងពេញមួយជីវិតហើយមកកាន់ដាវបែបនេះគឺពិតជាកំប្លែងណាស់ Linful សួរថាតើគេនឹងបន្តគេចដល់ពេលណាទៀតប៉ុន្តែភ្លាមនោះក៏ត្រូវ Ryuki ម៉ាត់មួយដៃចំចង្ការ Ryuki ប្រាប់គេថាកុំគិតថាទីនេះគឺជាទីលានប្រកួតអីសោះគេវាយ Linful ក៏ព្រោះតែចង់ទះទានបងប្រុសរបស់គេឲ្យចេញមកតែប៉ុណ្ណោះ Linful មានអារម្មណ៍ខ្ទេចខ្ទៀមនឹងអាម៉ាស់មុខជាថ្មីម្ដងទៀតគេបានវាយសម្រុកយ៉ាងខ្លាំងក្លាប៉ុន្តែ Ryuki នៅតែអាចរក្សាគម្លាតនិងគេចហ្វុតជានិច្ចបន្ទាប់មកស្រាប់តែ Ryuki ជំពប់ជើងនឹងគំនោបាក់បែកហើយ Linful ក៏ឆ្លៀតឱកាសនោះគេលោតទៅរកជាមួយដាវដោយនិយាយថាឥឡូវនេះគេនឹងឲ្យ Ryuki សងថ្លៃដែលហ៊ានធ្វើឲ្យគេអាម៉ាស់មុខប៉ុន្តែនៅពេលដែលគេហៀបនឹងកាប់ដាវយ៉ាងធ្ងន់ធ្ងរនោះ Ryuki ក៏បានទប់វាជាប់ដោយប្រើកាំបិតតូចមួយ Ryuki ប្រាប់ Linful ឲ្យប្រុងប្រយ័ត្នព្រោះមិនត្រឹមតែគេកំពុងបំផ្លិចបំផ្លាញទីក្រុងប៉ុណ្ណោះទេប៉ុន្តែគេហៀបនឹងសម្លាប់មនុស្សស្លូតត្រង់ទៀតផង Linful សួរថាតើ Ryuki កំពុងនិយាយពីអ្វីហើយបន្ទាប់មកទើបគេដឹងថាមានក្មេងស្រីម្នាក់ស្ទើរតែត្រូវគ្រាប់ដាវរបស់គេទៅហើយ
ទន្ទឹមនឹងនោះប្រជាពលរដ្ឋផ្សេងទៀតកំពុងនាំគ្នាដេញរត់ដោយស្រែកថា Lin Fool បានឈួតហើយនិងកំពុងវាយប្រហារគ្រប់គ្នាមនុស្សម្នារត់ចេញពីគេដោយក្តីស្លន់ស្លោនោះហើយជាពេលដែលមនុស្សល្ងងខ្លៅម្នាក់នេះដឹងថា Ryuki បានបាំងភ្នែកគេធ្វើឲ្យគេមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីឡើយគេបានងាកមកស្រែកដាក់ Ryuki ប៉ុន្តែវាហួសពេលទៅហើយប្រជាពលរដ្ឋដែលរងរបួសកំពុងថតវីដេអូគ្រប់យ៉ាងដោយនិយាយថាពួកគេនឹងធ្វើឲ្យពិភពលោកទាំងមូលបានដឹងពីរឿងនេះ ឥឡូវនេះតើគេអាចធ្វើអ្វីបានទៅ Lin Fool បានត្រឹមតែឈរនៅទីនោះក្នុងចំណោមហ្វូងកាមេរ៉ាដែលព្យាយាមរកលេសដោះស្រាយប៉ុន្តែ Ryuki និយាយថាវានឹងពិបាកក្នុងការពន្យល់ណាស់ថាហេតុអ្វីបានជាគេប្រោដាវលើមនុស្សស្លូតត្រង់ Lin Fool បំរុងនឹងវាប្រហារម្ដងទៀតប៉ុន្តែលើកនេះគឺជាពលរដ្ឋផ្សេងទៀតមិនមែន Ryuki ឡើយឥឡូវនេះគេមិនដឹងថាត្រូវនិយាយអ្វីទៀតទេគេព្យាយាមពន្យល់ថាវាគឺមកពីអាជនអនាមិតម្យ៉ាងនោះប៉ុន្តែអ្វីត្រូវបានបញ្ចប់សម្រាប់គេទៅហើយ Ryuki ក៏បានអបអរសាទរគេដោយនិយាយថាជីវិតដែលគ្មានប្រយោជន៍របស់គេបានមកដល់ទីបញ្ចប់ហើយសួរថាតើឯងចាំឈ្មោះខ្ញុំបានហើយឬនៅឥឡូវនេះជាចុងក្រោយម្នាក់នោះហាក់ដូចជានឹកឃើញរឿងខ្លះកាលពីពេលដែលគេដាក់ដៃលើស្មា Ryuki ហើយប្រាប់ឲ្យឈប់ធ្វើមគ្គុទ្ទេសក៍សម្រាមទាំងនោះគេបានចាក់ចិនទៅជាមួយ Cynthia ដែលចុងក្រោយក៏បានក្បត់គេដែរមែនទេគេពិតជាស៊ូយអស់តោះ Lin Fool ស្រែកហៅឈ្មោះ Ryuki ខ្លាំងប៉ុន្តែឈុតឆាកត្រូវបានកាត់ទៅដោយការផ្សាយព័ត៌មានតាមទូរទស្សន៍ Lin Fool ត្រូវបានចាប់ខ្លួនហើយជាការពិតណាស់គេមានលេសគ្រប់បែបយ៉ាងដោយនិយាយថាអ្វីទាំងអស់គឺជាការរៀបចំឡើងដោយ Ryuki ប៉ុន្តែអាជ្ញាធរមិនជឿឡើយ Gabriel កំពុងតាមដានរឿងរ៉ាវទាំងអស់នេះនៅពេលដែលបុរសសក់ក្រហមដើរមកយករបស់អ្វីមួយទុកមុខរបស់គេក៏ប្រែប្រួលភ្លាម Gabriel និយាយថាចាប់ពីពេលនេះទៅពួកគេនឹងគៀងគរសមាជិក Guild Linsa ទាំងអស់ពួកគេនឹងមិនរំលងវិធីសាស្ត្រណាមួយឡើយទោះបីជាត្រូវបិទពិភព Ghost World ទាំងស្រុងក៏ដោយក៏ពួកគេត្រូវតែស្វែងរកម្នាក់នោះនិងដោះស្រាយគ្នាឲ្យចប់សពគ្រប់ដែរតាមពិតទៅខ្ញុំចង់ឲ្យ Ryuki សម្លាប់ Lin Fool តែម្ដងប៉ុន្តែបើគិតទៅអ្វីដែលគេបានធ្វើអាចនឹងអាក្រក់ជាងសេចក្តីស្លាប់ទៅទៀតប្រសិនបើញាក់សម្លាប់នរណាម្នាក់ពួកគេនឹងបាត់បង់វាជាប់ហើយប៉ុន្តែឥឡូវនេះ Lin Fool ទៅជាប់រស់ក្នុងជីវិតដ៏វេទនានេះខ្លាយជាអ្នកទោសដែលគ្មាននរណាម្នាក់ខ្វល់ខ្វាយទន្ទឹមនឹងនោះបងប្រុសដ៏ល្ងងរបស់គេគឺជាអ្នកដែលត្រូវមកផ្ដល់សម្ភារដើម្បីបញ្យល់រឿងគ្រប់យ៉ាងគេព្យាយាមប្រាប់អ្នកសារព័ត៌មានថា Lin Fool ត្រូវបានបណ្តេញចេញរួចហើយនៅពេលរឿងនោះកើតឡើងហើយលែងជាសមាជិករបស់ Guild ទៀតហើយគេចង់បញ្ជាក់ឲ្យច្បាស់ថាចាប់ពីពេលនេះទៅរាល់រឿងដែលពាក់ព័ន្ធនឹង Lin Fool គឺមិនមានអ្វីពាក់ព័ន្ធនឹង Linsa ឡើយប៉ុន្តែអ្នកសារព័ត៌មានចង់ដឹងថាតើវាជាការពិតទេដែលគណនីរបស់ Lin Fool ត្រូវបានលុបចោលហើយតើវាពិតជាស្នាដៃរបស់ Ryuki មែនឬអត់ Gabriel គ្រាន់តែឆ្លើយថាពួកគេកំពុងស្ថិតក្នុងការពន្យល់ស៊ើបអង្កេតនៅឡើយប៉ុន្តែបាទវាហាក់ដូចជា Ryuki បានប្រកាសសង្គ្រាមជាមួយ Guild ហើយមិនត្រឹមតែប៉ុណ្ណោះអំណាចដែលអាចលុបទិន្នន័យចេញពីហ្គេមបានគឺមានគ្រោះថ្នាក់ខ្លាំងណាស់នោះហើយជាមូលហេតុដែលឥឡូវនេះគេត្រូវបានចាត់ទុកថាជាកត្តាហានិភ័យហើយពួកគេនឹងគៀងគរគ្រប់ Guild និងធនធានទាំងអស់ដើម្បីកម្ចាត់គេប្រាប់ប្រជាពលរដ្ឋកុំឲ្យបារម្ភអី Linsa នឹងការពារពិភព Ghost World រហូតដល់ទីបញ្ចប់ពិតគេកំសាកណាស់ពួកគេកំពុងព្យាយាមលាបពណ៌ Ryuki ឲ្យคล้ายជាតួអាក្រក់វិញប៉ុន្តែនៅលើអ៊ីនធឺណិតមនុស្សគ្រប់គ្នាគឺនៅខាង Ryuki ដោយសើចចំអកឲ្យ Linsa នឹងនិយាយថាគេកំពុងលាក់ខ្លួនហើយពួកវាគ្មានផ្លូវចាប់គេបានឡើយមនុស្សសូម្បីតែចាប់ផ្ដើមឆ្ងល់ថាតើគេមាន rank អ្វីទៅអ្នកខ្លះថា Gold អ្នកខ្លះទៀតថា Platinum ចំណែកឯអ្នកស្រាវជ្រាវ Laguna កំពុងវាយក្តារជុតយ៉ាងខ្លាំងរយៈពេល1ខែបានកន្លងផុតទៅចាប់តាំងពីរឿង Lin Fool ហើយ Ryuki នៅតែមិនទាន់បានបង្ហោះវីដេអូថ្មីនៅឡើយក្មេងស្រីសក់ក្រហមម្នាក់កម្ពស់ប្រហែល 1.3 ម៉ែត្រនិងមានទម្ងន់ 80% នៅត្រង់ភ្លឺបានសួរ Laguna ថាតើកំពុងធ្វើអ្វីនៅទីនេះម្នាក់ឯងក្មេងស្រីម្នាក់នេះឈ្មោះ Bis ហើយ Laguna ចង់ដឹងថាតើអ្នកដឹកនាំនៅឯណាតាមមើលទៅនាងក៏មកពី Linsa ដែរ Bis និយាយថា Gabriel បានទៅជួបអាជ្រូកនោះហើយ Laguna បញ្ចេញមតិថាពួកគេហាក់ដូចជាកំពុងខិតខំធ្វើការខ្លាំងណាស់ហើយ Bis ក៏យល់ស្របថាបាទពិតមែនហើយអ្វីនៅក្នុងហ្គេមនេះគឺរញ៉េរញ៉ៃអស់ហើយដោយសារតែ Ryuki ស្អីគេនោះនាងមិនយល់ថាហេតុអ្វីបានជាពួកគេមិនព្រមទទួលស្គាល់ថា Lin Fool ចាញ់នោះទេ
ប្រហែលជាដោយសារតែគេមាន build អ្វីមួយដែលគ្មាននរណាដឹងពីវិធីទប់ទល់ប៉ុន្តែ Laguna ក្រោកឈរឡើងហើយនិយាយថានាងមិនយល់ទេអ្វីដែល Ryuki កំពុងធ្វើគឺផ្ទុយពីតក្កវិជ្ជាធម្មតាបន្ទាប់មក Beast ក៏សួរថាចុះអាម្នាក់ដែលធ្វើផ្ទុយពីតក្កវិជ្ជានោះនៅឯណាមើលទៅដូចជាគ្រប់គ្នាកំពុងព្យាយាមតាមរកគេប៉ុន្តែគ្មាននរណាអាចរកឃើញឡើយ Laguna រៀបនឹងឆ្លើយថានោះហើយជាអ្វីដែលនាងចង់ដឹងដែរប៉ុន្តែស្រាប់តែមានអ្វីមួយលោតឡើងនៅពីក្រោយនាងវីដេអូថ្មីមួយទើបតែត្រូវបានបង្ហោះឡើងទន្ទឹមនឹងនោះនៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការរបស់ក្រុមហ៊ុន Raytheon នរណាម្នាក់បានសួរថាតើនៅតែរក Ryuki មិនឃើញទៀតមែនទេ Gabriel សុំទោសបុរសធាត់ម្នាក់ដែលនិយាយថាការសុំទោសគឺមិនមានប្រយោជន៍ឡើយគេបាននិយាយរួចហើយថាបើរកក្នុងហ្គេមមិនឃើញទេគឺគ្រាន់តែសម្លាប់វានៅក្នុងជីវិតពិតទៅយ៉ាងណាមិញគេគ្រាន់តែជាមនុស្សអនាមិកម្នាក់ដែលប្រើ hack តែប៉ុណ្ណោះតើវាពិបាកបណ្ណាទៅអូឲ្យស្លាប់ចុះខ្ញុំគិតថាពួកគេ design តួអង្គម្នាក់នេះជ្រុលពេកហើយក្បាលរបស់គេមើលទៅដូចជាមានទំហំតែ 1% នៃរាងកាយគេតែប៉ុណ្ណោះបុរសម្នាក់នេះគឺជា CEO របស់ Raytheon និងជាអ្នកបង្កើត game ជាអ្នកលេង rank Platinum ទៀតផងគេសួរថាតើវាជាការពិតទេដែលការប្រមូលធនធាននៅក្នុង game Ghost World កំពុងធ្លាក់ចុះទៅមើលទៅ Linsa Gill កាន់តែធ្វើឲ្យគេខកបំណងពីមួយខ្លៃទៅមួយខ្លៃហើយ Gabriel កំពុងតែនៅទីនោះសុំទោសទាំងគិតក្នុងចិត្តថាគាត់ធុញទ្រាន់នឹងការដោះស្រាយជាមួយសម្រាមហួសសម័យនេះណាស់ទោះជាយ៉ាងណាក៏ដោយបុរសធាត់នោះនិយាយថាវាមិនអីទេរបស់នោះគ្រាន់តែជាវត្ថុបុរាណដែលនឹងត្រូវហួសសម័យក្នុងពេលឆាប់ៗនេះប៉ុណ្ណោះបញ្ហាតែមួយគត់គឺវានឹងមានការរំខានបន្តិចប្រសិនបើហ្គេមត្រូវដួលរលំឥឡូវនេះវាចាំបាច់ត្រូវតែបន្តដំណើរការរហូតដល់ស្នាដៃឯករបស់គាត់ត្រូវបានបញ្ចប់បន្ទាប់មកគាត់និយាយថាគាត់នឹងបង្ហាញពួកគេនៅហ្គេមដែលនឹងផ្លាស់ប្ដូរឧស្សាហកម្មទាំងមូលនៅពេលនោះផ្ទាំងវីដេអូមួយបានលេចឡើងនៅពីមុខគាត់សម្រាប់អ្នករាល់គ្នានៅក្នុងទីក្រុងដូចជា file ដែលបានបើកការជូនដំណឹង notifications សម្រាប់ channel របស់ Ryuki ការបង្ហោះថ្មីនឹងលេចឡើងភ្លាមៗអ្នករាល់គ្នាអាចធ្វើតាមពលរដ្ឋស្មោះត្រង់ទាំងនោះបានមែនទេបើការជូនដំណឹងនៅលើ channel របស់ខ្ញុំនៅទីនេះដែរទៅ Ryuki លើកដៃឡើងនិងស្វាគមន៍អ្នករាល់គ្នាដោយណែនាំខ្លួនឯងម្ដងទៀតគាត់កំពុងឈរនៅក្នុងពិភពលោកដែលស្រដៀងនឹង Minecraft ដោយនិយាយថាពួកគេកំពុងហៅគាត់ជាសត្រូវរបស់សង្គមប៉ុន្តែសម្រាប់គាត់អ្នកដែលសមនឹងទទួលបានងារនោះពិតប្រាកដគឺ Linsa និង Raytheon គាត់ប្រាប់ពួកគេថាមិនបាច់ប្រញាប់ទេព្រោះមិនយូរមិនឆាប់គាត់នឹងបំផ្លាញ Ghost World អ្វីដែលគាត់ចង់បង្ហាញពិតប្រាកដនៅថ្ងៃនេះគឺអ្វីដែលនឹងមកដល់បន្ទាប់ហ្គេមមួយឈ្មោះថា Sam Gilder ដែលធ្លាប់តែល្បីល្បាញប៉ុន្តែក្រោយមកត្រូវបានគេបោះបង់ចោលជាធម្មតាហ្គេមបែបនោះមិនត្រឹមតែត្រូវបានបោះបង់ចោលទេគឺពួកវាត្រូវបានបំផ្លាញចោលតែម្ដងគាត់ពន្យល់ថាហ្គេមខ្លះផ្ដោតលើការប្រមូលធនធានខណៈហ្គេមខ្លះទៀតផ្ដោតលើភាពសប្បាយរីករាយពិភពគូបនេះតាមទ្រឹស្ដីគឺត្រូវបានគេសន្មតថាផ្ដល់ភាពសប្បាយរីករាយខណៈពេលដែល Ghost World ផ្ដោតទាំងស្រុងលើការធ្វើកសិកម្មនិងការប្រឹងប្រែង farming ឬ grinding ច្បាស់ណាស់ចំពោះហ្គេមដូចជា Ghost World នៅពេលដែលធនធានអស់ហ្គេមនឹងត្រូវបិទព្រោះនោះគឺជាហេតុផលតែមួយដែលវាមានវត្តមានទោះជាយ៉ាងណាក៏ដោយហ្គេមដែលចម្លងតាម Minecraft នេះត្រូវបានបំផ្លាញដោយសារមូលហេតុផ្សេងភ្លាមនោះបេះដូងដ៏ធំមួយបានលេចឡើងនៅខាងលើហើយគាត់និយាយថានោះគឺជា God of Cubes ជាអង្គអាទិទេពដែលរក្សាពិភពលោកនេះឲ្យដំណើរការប៉ុន្តែក៏បានប្រែក្លាយវាទៅជាសម្រាមផងដែរគាត់ដកដាវចេញមកហើយនិយាយថាគាត់នឹងបង្ហាញពួកគេពីរបៀបដែលពិភពលោកនីមួយៗអាចត្រូវបានបំផ្លាញ Bisk មានការយល់ច្រឡំដោយឆ្ងល់ថាតើគាត់អាចធ្វើរឿងបែបនេះដោយរបៀបណាទាំងនាងនិង Laguna កំពុងគិតរឿងតែមួយតើគាត់ប្រើអាវុធពី Ghost World នៅក្នុងហ្គេមផ្សេងគ្នាទាំងស្រុងដោយរបៀបណា God of Cubes ចាប់ផ្ដើមវាយប្រហារខណៈពេលដែល Ryuki ពន្យល់ពីមូលហេតុពិតដែលហ្គេមនេះបរាជ័យគឺដោយសារតែព្រែកដ៏អាក្រក់នេះតែងតែបំផ្លាញសំណង់របស់មនុស្សគ្រប់គ្នាវាត្រូវបានគេសន្មតថាជាហ្គេមដ៏សប្បាយមួយប៉ុន្តែគ្មាននរណាម្នាក់សប្បាយចិត្តឡើយព្រោះកម្រិតពិបាកគឺខ្លាំងពេកដោយសារតែបញ្ហាបាក់នោះគាត់លោតពីគូបមួយទៅគូបមួយចូលទៅគៀកហើយសួរថាតើមានអ្វីកើតឡើងនៅពេលដែលពួកគេបំផ្លាញរបស់ដែលរក្សាតុល្យភាពពិភពលោកគាត់ចាក់ដាវចូលគូបក៏ហាក់ឡើងហើយគាត់ដាក់ដៃលើវាពន្យល់ថានៅពេលដែលមានការបរាជ័យធ្ងន់ធ្ងរដែលមិនអាចជួសជុលបានកើតឡើងនៅក្នុងប្រព័ន្ធហ្គេមត្រូវបានគេសន្មតថានឹងដួលរលំបន្ទាប់មកគាត់បានដំណើរការប្រព័ន្ធ SSR និងប្រើពាក្យបញ្ជា delete
គប់ចាប់ផ្ដើមរលាយនិងផ្ទុះនៅលើមេឃភ្លាមនោះអ្វីនៅជុំវិញគាត់ចាប់ផ្ដើមប្រែទៅជាគំនរ pixels ហើយគាត់និយាយថាឥឡូវនេះមិនមាននរណាម្នាក់គ្រប់គ្រងវាទេកម្លាំងនេះនឹងត្រូវរលាយបាត់ទៅវិញ Evis សួរថាតើគាត់ពិតជាបំផ្លាញ Labyrinth ផ្ទាល់តែម្ដងមែនទេហើយ Laguna ដឹងថាគាត់ទើបតែប្រើសមត្ថភាពដូចគ្នាដែលបានបំផ្លាញលំពែងរបស់ Linful Ryuki បើកដៃទាំងពីរហើយនិយាយថាដោយដែលអ្នកបានឃើញហើយប្រសិនបើអ្នកបំផ្លាញរបស់ដែលរក្សាហ្គេមឲ្យដំណើរការជាមួយគ្នាវានឹងរលាយបាក់មិនយូរទេពួកគេនឹងឃើញរឿងដដែលនេះកើតឡើងចំពោះ Ghost World Gabriel ក្នុងអំឡុងពេលសម្ភាសន៍បាននិយាយថាបើគ្មាន Ghost World ពិភពលោកពិតនឹងដួលរលំប៉ុន្តែរឿងតែមួយដែលនឹងដួលរលំគឺភាពលោភលន់របស់ Hatina និងភាពខ្ជិលច្រអូសរបស់សមាគម Linza Ryuki ធានាថាពួកគេគឺជាអ្នកបន្ទាប់ឈុតបន្ទាប់យើងឃើញក្រុមមួយកំពុងចូលទៅក្នុង Dungeon នៅក្នុង Ghost World ជាក់ស្ដែងមានការបិទរូបប្រកាសស្វែងរកចាប់ខ្លួន Fee តាមពិតទៅនៅពីមុខ Dungeons តែងតែមានមនុស្ស 2-3 នាក់ឈរកាន់រូបប្រកាសស្វែងរកចាប់ខ្លួនគាត់ដើម្បីត្រួតពិនិត្យអ្នកដែលពួកគេអនុញ្ញាតឲ្យឆ្លងកាត់អ្នកលេងចាប់ផ្ដើមខឹងទាំង Ryuki និងសមាគម Linza ដែលបង្កឲ្យមានភាពវាកវរនេះឆ្មាម្នាក់បានបញ្ជាឲ្យអ្នករាល់គ្នាដោះសម្ភារៈនិងទម្លាក់របស់របរទាំងអស់នៅលើដីដើម្បីត្រួតពិនិត្យនោះហើយជាពេលដែលបុរសម្នាក់ពាក់មួកសុវត្ថិភាពចាប់ផ្ដើមដកកំភ្លើងខ្លីចេញមកអ្នកដឹងហើយថាគាត់ជាអ្នកណាគឺ Fee ភ្លាមនោះអ្នករាល់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ព្រោះមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមានអាវុធនោះ Ryuki បង្ហាញខ្លួនដោយនិយាយថាវាច្បាស់ជាពិបាកសម្រាប់ពួកគេហើយដែលចំណាយពេលពេញមួយថ្ងៃដេញតាមគាត់បែបនេះគាត់រៀបចំខ្លួនវាយប្រហារដោយនិយាយថាវាដល់ពេលត្រូវសាក់លបងសមត្ថភាពថ្មីខ្លះហើយការកំដៅសាច់ដុំបន្តិចមុនពេលចូលទៅក្នុង Dungeon ជំនាញមួយដែលគាត់បានទទួលគឺហៅថា SR Sword Draw ជាមូលដ្ឋានគាត់ដកដាវចេញពីស្រោមយ៉ាងលឿនបំផុតដោយផ្ដល់នូវការវាយប្រហារដែលមានឱកាសខ្ពស់ក្នុងការបង្កការខូចខាតធ្ងន់ធ្ងរបន្ទាប់មកគាត់ផ្ដួលទៅប្រោតដាវមួយទៀតដែលមានពណ៌ខៀវនិងកំចាត់បុរសម្នាក់ទៀតនោះគឺជា Soul Finisher Sword ដែលតែងតែបង្កការខូចខាតធ្ងន់ធ្ងរប្រឆាំងនឹងសត្រូវប្រភេទវិញ្ញាណបុរសម្នាក់កាន់ពូថៅមកពីក្រោយដោយស្រែកថាគាត់ជាមនុស្សក្អឺតក្រទុំប៉ុន្តែបែរជាត្រូវមួយដៃចំផ្ទៃមុខបុរសនោះបានប្រែទៅជាធ្លុកឈាមភ្លាមដោយគ្រាន់តែរងការដល់មួយដៃប៉ុណ្ណោះ Ryuki និយាយថារឿងនេះគឺងាយស្រួលពេកហើយសួរថាតើពួកគេបានធ្វើអ្វីខ្លះក្នុងរយៈពេលពេញមួយខែនេះឈុតនោះតាមពិតទៅគឺជាព្រឹត្តិការណ៍មួយខែក្នុងពេលអនាគតឥឡូវនេះយ៉ាងត្រឡប់ទៅកាលពីមួយខែមុនវិញភ្លាមបន្ទាប់ពីគាត់បានប្រកាសជាសាធារណៈគាត់បានសម្រេចចិត្តត្រឡប់ទៅ Labyrinth វិញដើម្បីស្វែងរកហ្គេមផ្សេងទៀតព្រោះសម្រាប់ពេលនេះគាត់នឹងត្រូវគេតាមប្រមាញ់មិនឈប់នៅក្នុង Ghost World គាត់បានចូលទៅក្នុងហ្គេមមួយឈ្មោះថា Celestial Blade Online ដែលជាហ្គេមបែបក្បាច់គុណប៉ុន្តែវាងាយស្រួលពេកក្នុងការយកឈ្នះអីគ្រប់យ៉ាងនៅទីនោះគាត់នៅតែចង់បានអំណាចបន្ថែមទៀតអំណាចឲ្យបានគ្រប់គ្រាន់ដើម្បីតតាំងជាមួយ Rasion និង Linza ដោយខ្លួនឯងនិងមិនចាន់គាត់បានស្លាប់ម្ដងក្រោមកណ្ដាប់ដៃ Boss ហើយស្លាប់ម្ដងហើយម្ដងទៀតបុរសចំណាស់នៅក្នុងហ្គេមស្រែកថាវាជារឿងឈួតឡើយទោះបីជាត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរក៏ដោយក៏គាត់នៅតែជឿថាគាត់មានឱកាសដោយសារតែគាត់មានការតស៊ូខ្លាំង Boss ក៏និយាយថាគាត់នឹងបង្ហាញ Ryuki នៃចំណុចកំពូលដែលគាត់បានទៅដល់នេះគឺជា Sword Demon ដែលជាមេធំ Final Boss នៃហ្គេមនោះ Ryuki បានដាល់ដីដោយភាពមួម៉ៅនិងស្រែកថាទោះបីជាអាម្នាក់នេះជាមេធំក៏ដោយក៏វាមានកំហុសបច្ចេកទេស buggy ច្រើនពេកហើយពិបាកខ្លាំងហួសហេតុបញ្ហាគឺថាវាជាហ្គេមដែលត្រូវបានបោះបង់ចោលដូច្នេះវាមិនមានយុទ្ធសាស្ត្រពិតប្រាកដហើយក៏មិនមានអ្នកណាម្នាក់ព្យាយាមកែវាដែរត្រឡប់មកទម្លាប់ធម្មតាវិញ Egon បានប្រាប់គេឲ្យសាក់លបងសំណាងនៅលើកង់ឡូតូ Roulette Wheel ប្រហែលជាគេអាចទទួលបានសមត្ថភាពកម្រិតរឿងព្រេង Legendary Ability ដែលអាចដោះស្រាយគ្រប់យ៉ាងបាន Ryuki បានរុញមនុស្សយន្តនោះចេញដោយនិយាយថាគេបានប្រាប់វារួចហើយថាពិន្ទុទាំងនោះគឺសម្រាប់បង្កើនកម្រិតជំនាញ Skills ប៉ុន្តែបន្ទាប់មកអ្វីម្យ៉ាងហាក់ដូចជាលេចចេញក្នុងចិត្តកាត់មកមេធំវិញដែលសួរថាហេតុអ្វីបានជាគេមិនបោះបង់ចោលទៅវាគួរតែយល់ថា
វាល្ងងប៉ុណ្ណាដែលបន្តព្យាយាមធ្វើរឿងដដែលៗដែលមិនផ្លាស់ប្ដូរយុទ្ធសាស្ត្រប៉ុន្តែរីយូគីដែលយ៉ាងស្ងប់ស្ងាត់កាត់តាមទ្វារដែលនិយាយថាគេបានលឺសម្ដីនោះច្រើនដងពេកហើយរហូតដល់គេចាំវាឡើងជោគជុំមិនបាត់និយាយច្រើនទេម្នាក់ចាស់នោះមកវាយគេឲ្យហើយទៅ Sword Demon បានហៅគេថាជាសម្រាមដែលគ្មានសុជីវធម៌ហើយស្ទុះមករកគេដែលនិយាយថាមិនដែលមានអ្នកណាប្រមាថវាឲ្យអាចរកបានឡើយវាបានបញ្ចេញការ៉ាស្មៃពណ៌ស្វាយគេច្រើនហើយរីយូគីក៏ចាប់ផ្ដើមគិតជាថ្មីម្ដងទៀតគេកំពុងដោះស្រាយនឹងការវាយប្រហារបន្ទាប់ដែលមិនមានតុល្យភាពទាល់តែសោះបន្ទាប់មកមេធំនោះបានទេពីក្រោយគេដោយនិយាយថារីយូគីនិយាយធំសម្រាប់មនុស្សដែលគ្មានឱកាសឈ្នះសោះរីយូគីអាចទប់ស្កាត់ការវាយប្រហារបានហើយមេធំនោះថែមទាំងបានសរសើរគេដែលយ៉ាងហោចណាស់អាចរស់រានមានជីវិតប៉ុន្តែនៅពេលនោះរីយូគីបានទម្លាក់គ្រាប់បែកដៃនៅពេលក្រោយវាបាត់ទៅហើយមើលទៅវាហាក់ដូចជាមិនមានរបួសអ្វីទេប៉ុន្តែខណៈពេលដែលកំពុងដេញតាមរីយូគីក្មេងប្រុសម្នាក់នេះបានចាប់ផ្ដើមទម្លាក់គ្រាប់បែកដៃជាច្រើនទៀត Sword Demon បន្តដេញតាមគេដោយស្រែកថា Sickle ដូចជាគេនឹងមិនអាចឈ្នះដោយយុទ្ធសាស្ត្រឆ្កួតបែបនេះឡើយរបស់មួយក្នុងចំណោមរបស់ដែលវាបានកាប់គឺជាគ្រាប់បែក gas រីយូគីបានពាក់របាំងមុខភ្លាមប៉ុន្តែវាមិនមែនជា gas ទេវាគឺជាគ្រាប់បែកស្អុយហើយមេធំនោះត្រូវខ្ទប់ច្រមុះរបស់វាប្រុសក្មេងរបស់យើងក៏បានដាក់ឧបករណ៍ការពារត្រចៀកនិងវ៉ែនតាការពារពន្លឺព្រមទាំងបោះគ្រាប់បែកពន្លឺនិងគ្រាប់បែកសំឡេងដូចជាឆ្កួតគ្រប់យ៉ាងបានផ្ទុះឡើងហើយនៅពេលនោះមេធំមិនអាចធុំក្លិនមិនអាចមើលឃើញនិងមិនអាចឮអ្វីទាំងអស់នោះហើយជាពេលដែលគ្រាប់កំភ្លើងបានបាញ់ចំថ្ងារបស់វាចំកណ្ដាលមេធំបានដួលទៅលើដីសូម្បីតែ Aigon ក៏បាននិយាយថានេះគឺជាយុទ្ធសាស្ត្រដែលកខ្វក់បំផុតដែលគេធ្លាប់ឃើញមនុស្សប្រើក្នុងហ្គេមប្រុសក្មេងរបស់យើងគ្រាន់តែឆ្លើយថាខ្ញុំប្រើបច្ចេកវិទ្យារបស់មនុស្សគ្រាប់បែកដៃគ្រាប់បែកពន្លឺនិងកំភ្លើងมันមានផ្លូវដែលមេក្បាច់គុណម្នាក់នោះដឹងពីរបៀបដោះស្រាយជាមួយរបស់ទាំងអស់នេះឡើយដូចគ្នានឹង Black Knight ដែរអាម្នាក់នេះគឺជាបាក់ដែលជាហេតុធ្វើឲ្យ Ryuki ទទួលបាន 15,000 ពិន្ទុត្រឡប់មកបច្ចុប្បន្នវិញគេនៅតែមានការចាប់អារម្មណ៍របស់ដែលដូចជាកន្សោដាវនោះគឺមានថាមពលខ្លាំងណាស់សមត្ថភាពរបស់វាគឺសាមញ្ញទេវាបង្កើនកម្លាំងកាយទោះជាយ៉ាងណាក៏ដោយសារវាបានមកពីមេដែលមានបាក់ច្បាស់ណាស់ថាវាមិនមានអ្វីសាមញ្ញឡើយគេក្រវីដៃលាទៅកាន់ផោងមនុស្សប្រាប់ពួកគេឲ្យសួស្ដី Gabriel ជំនួសគេផងមេនៃ Dungeon នេះត្រូវបានគេស្គាល់ថាជា Leganan ហើយវាហាក់ដូចជាជំនាញពិសេសរបស់វាគឺអាចប្រើអូរ៉ាដូចជាវាជាផ្នែកមួយនៃរាងកាយរបស់វាផ្ទាល់នៅក្នុងឈុតបន្ទាប់មេធំកំពុងថ្ងោលដោយការឈឺចាប់ប្រុសក្មេងរបស់យើងបានកោះ Haramuth ក្នុងទម្រង់ជាកូនក្មេងដែលជាសត្វស្រមោលជាទូទៅវាគឺជាសត្វចិញ្ចឹមដែលអាចស្រូបយកស្រមោលរបស់សត្វដទៃទៀតដូច្នេះដោយសារមេធំនោះផ្ដោតលើអរ៉ាវាក៏ត្រូវបានគេស្រូបយកបាត់ទៅឬប្រហែលជាវាមិនមែនជាមេធំទេប្រហែលជាវាគ្រាន់តែជាសត្វដំបូងនៅក្នុង Dungeon ប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយគេបានដើរចេញមកក្រៅបាត់ទៅហើយជាការពិតណាស់នៅវិនាទីដែលគេឈានជើងចេញមកក្រៅរាល់គ្នាបានរងចាំគេរួចជាស្រេចប្រុសក្មេងរបស់យើងនិយាយថាគេគិតថា Gabriel បានចូលនិវត្តន៍ហើយប៉ុន្តែតាមពិតទៅរឿងព្រេង Gabriel Daris កំពុងរៀបចំផែនការត្រឡប់មកវិញ Aigon បញ្ចេញមតិថាពួកគេបានស្មានទុកមុនហើយថាមានមនុស្សរងចាំប៉ុន្តែវាហាក់ដូចជាពាក់កណ្ដាលនៃ server នៅទីនេះ Ryuki សួរថាតើ Lindsay មិនមានអ្វីល្អជាងការបង្ហាញខ្លួនជាមួយមនុស្សច្រើនបែបនេះទេអីភ្លាមនោះ Gabriel បានដកសៀវភៅមួយចេញមកហើយនិយាយថាគេមកទីនេះគឺដើម្បីផ្ដល់សំណើដល់ Ryuki ប្រុសក្មេងរបស់យើងហៅវាថាជារឿងកំប្លែងដែលនិយាយអំពីសំណើនៅពេលដែលអ្នកមកជាមួយហ្វូងមនុស្សបែបនេះវាក៏ច្បាស់ណាស់ថាជាការគំរាមកំហែងប៉ុន្តែបន្ទាប់មក Gabriel បានផ្ដល់ឱកាសឲ្យគេត្រឡប់ទៅកាន់ Lindsay Gilwing គេនឹងមិនត្រូវបានគេចាត់ទុកជាមនុស្សមិនល្បីទីទេហើយថែមទាំងទទួលបាន Gold Rank ដែលជាអ្វីដែលស្ទើរតែមិនអាចទទួលបានលើពីនេះទៅទៀតគេនឹងក្លាយជាអ្នកបន្តវេនពីមេ Guild ទៀតផងម្នាក់នោះពិតជាបានផ្ដល់គ្រប់យ៉ាងឲ្យមែន Ryuki ឆ្លើយតបថា
តាមមើលទៅពួកគេកំពុងព្យាយាមប្រើគ្រប់ល្បិចដើម្បីបង្ខាំងគេទុកដោយផ្ដល់នូវអ្វីដែលគេចង់បំផ្លាញដើម្បីបញ្ឈប់គេមិនឲ្យបំផ្លាញវាភ្លាមៗនោះគេបានបាញ់មួយកំភ្លើងហើយនិយាយថាចម្លើយរបស់ខ្ញុំគឺទៅងាប់ទៅក្នុងមួយវិនាទី Gabriel បានទៅដល់ពីក្រោយគេបាត់ទៅហើយដោយនិយាយថាគេយល់ហើយវាបានវាយប្រហារហើយ Ryuki ក៏តប Gabriel និយាយថាគេមានបំណងនឹងអបអរសាទរប៉ុន្តែហាក់ដូចជា Ryuki មិនចង់ទទួលយកសំណើដ៏ល្អនេះទេដូច្នេះដើម្បីអបអរសាទរការសម្រេចចិត្តនោះគេនឹងចែករំលែករឿងខ្លះអំពីមន្ទីរពេទ្យ Saint General Hospital ដែលជាកន្លែងដែលម្ដាយរបស់ Ryuki បានស្លាប់របស់គាត់មិនមែនដោយសារមូលហេតុធម្មជាតិឡើយ Ryuki បានរុញវាចេញហើយនិយាយថាគេមិនចាញ់បោកសម្ដីឈួតបែបនេះទេ Gabriel ឆ្លើយតបថា Ryuki អាចទៅពិនិត្យមើលដោយខ្លួនឯងបានប្រសិនបើចង់ប៉ុន្តែគោលបំណងរបស់គេនៅទីនេះត្រូវបានបញ្ចប់ហើយតាមពិតទៅគេចាប់អារម្មណ៍កាន់តែខ្លាំងលើជំនាញនិងរបស់របរដែលមិនគួរមាននៅក្នុងហ្គេមនេះបន្ទាប់មកគេក៏លាទៅវិញហើយប្រាប់ Ryuki ថាគេនឹងរងចាំនៅកំពូលនៃប៉មអាម្នាក់នោះចាប់ផ្ដើមហោះឡើងដោយនិយាយថាជាការពិតណាស់ Ryuki នឹងត្រូវដោះស្រាយជាមួយអ្នកលេងដទៃទៀតជាមុនសិនវាបានហោះចេញទៅដោយបន្សល់ទុកហ្វូងមនុស្សដែលមើលទៅដូចជាកីឡាដ្ឋានបាល់ទាត់ដែលពេញណែន Gabriel បានប្រកាសថាអ្នកណាដែលសម្លាប់ Ryuki នឹងទទួលបានសំណើដូចដែលគេទើបតែបានផ្ដល់ឲ្យអំបញ្ញមិញនេះជាធម្មតាហ្វូងមនុស្សចាប់ផ្ដើមមានភាពរំជើបរំជួល Gabriel ដឹងថាក្មេងម្នាក់នេះគឺអស្ចារ្យណាស់ប៉ុន្តែវាមិនអាចទៅរួចទេដែលមនុស្សម្នាក់អាចឈ្នះមនុស្សរាប់ពាន់នាក់មុនពេលដែលគេអាចនិយាយចប់សាកសពជាច្រើនបានហោះនៅពីមុខគេបាត់ទៅហើយគេក្រឡេកមើលទៅក្រោយហើយឃើញកាំរ៉េស្មីឡាហ្សែមួយកំពុងតម្រង់មករកគេពី Ryuki ដែលប្រាប់វាឲ្យនៅទីនោះសិនដាវនេះកាន់តែធំទៅឥឡូវនេះវាដូចជាកំភ្លើងធំទៅហើយពួកអ្នកដែលត្រូវបានប៉ះពាល់កំពុងមានភាពតក់ស្លុតដោយនិយាយថាវាមិនអាចទៅរួចទេដែលមនុស្សរាប់រយនាក់បានស្លាប់ក្នុងការវាយប្រហារលើកដំបូងក្មេងស្រីសក់ទុនដែងម្នាក់បានជំរុញថាពួកគេនៅតែមានចំនួនគ្រប់គ្រាន់ដើម្បីផ្ដួលគេព្រួយនិងមុនអាគមជាច្រើនទៀតត្រូវបានបាញ់តម្រង់មករកប្រុសក្មេងរបស់យើងប៉ុន្តែតាមរយៈទឹកមុខរបស់គេអ្នកដឹងរួចជាស្រេចថាមិនមានអ្វីកើតឡើងឡើយការផ្ទុះបានកើតឡើងហើយនៅក្នុងផ្សែងនោះគឺជាកន្លែងដែលគេគួរតែនៅប៉ុន្តែគេបានបាត់ខ្លួនទៅហើយអ្នកលេងទាំងឡាយមានការភ័ន្តច្រឡំវាហាក់ដូចជាគេបានប្រើ Return Stone ទោះបីជារបបទាំងនោះត្រូវការពេល10វិនាទីដើម្បីដំណើរការក៏ដោយ Gabriel ចុះមកដៃវិញដោយមានភាពមួម៉ៅដែល Ryuki នៅតែមានល្បិចផ្សេងទៀតវាមិនអីទេដែលគេអាចគេចខ្លួនបាននៅពេលនេះប៉ុន្តែលើកក្រោយរឿងបាក់នេះនឹងមិនកើតឡើងទៀតទេតួអង្គប្រុសរបស់យឿនបានលេចខ្លួនឡើងវិញនៅក្នុងផ្នែកមួយផ្សេងទៀតនៃប្រៃបន្ទាប់ពីគាត់បានប្រើជំនាញបញ្ជូនខ្លួន Teleportation Skill គាត់មានចំណុចរក្សាទុកចំនួន5ហើយរយៈពេលរងចាំ cool down គឺ1ម៉ោងនៅពេលគាត់បើកមើលបញ្ជីជំនាញរបស់គាត់ដឹងថាវាចាប់ផ្ដើមរីកធំខ្លាំងណាស់ការបំបាក់ចុងក្រោយបំផុតគឺ Ancient Level 1 និង SSR Limit Break ប៉ុន្តែគាត់មានអារម្មណ៍មួម៉ៅដោយនិយាយថាវានៅតិចតួចពេកក្នុងរយៈពេល1ខែចុងក្រោយនេះគាត់បានធ្វើការឥតឈប់ឈរដើម្បីសន្សំសម្ពុតឲ្យបាន 1000 សន្លឹកហើយនោះគឺជាអ្វីទាំងអស់ដែលគាត់បានទទួលអ៊ីវ៉ននិយាយថាយ៉ាងហោចក៏គាត់គួរតាសប្បាយចិត្តដែលទទួលបានអ្វីមួយប៉ុន្តែឥឡូវនេះគាត់ចង់ដឹងអំពីជំហានបន្ទាប់ Ryuki និយាយថាច្បាស់ណាស់វាដល់ពេលដែលត្រូវចាប់ផ្ដើមផ្នែក Snow នៃហ្គេមហើយនោះគឺ The Tower ប៉មខ្ញុំចូលចិត្តហ្គេមប្រភេទប៉មណាស់មែនទេការឡើងទៅកាន់ជាន់នីមួយៗវាពិតជាអស្ចារ្យណាស់ប៉ុន្តែមុននឹងគាត់អាចទៅកាន់ The Tower បានតួអង្គរបស់យើងត្រូវតាទៅសម្អាត Dungeons ជាច្រើនជាមុនសិនហើយគាត់បានបំបែកកំណត់ត្រានៅក្នុង Dungeons នីមួយៗទាំងអស់មនុស្សម្នាចាប់ផ្ដើមមានការព្រួយបារម្ភនិងសួរថាតើ Lindsay កំពុងធ្វើឆ្កួតអ្វីបានជាពួកគេកំពុងចាន់គ្រប់យ៉ាងក្រោមដៃក្មេងម្នាក់នេះអ្នកខ្លះបញ្ចេញមតិថាដូចរាល់ដងអញ្ចឹងគាត់ប្រហែលជាកំពុងលួចប្រើប្រាស់ចន្លោះប្រហោងមិនធម្មតាណាមួយហើយ
នៅពេលនោះបុរសសក់ក្រហមម្នាក់បានស្រ័យថាគេបានឃើញរីយូគីនៅក្នុង dungeon ក្បែរនោះប៉ុន្តែហ្វូងមនុស្សហាក់ដូចជាមិនមានអារម្មណ៍ចង់ដេញតាមគាត់នោះទេពួកគេនិយាយថាគាត់ទើបតែត្រូវបានគេឃើញនៅក្នុង dungeon មួយផ្សេងទៀតមុននេះបន្តិចដូច្នេះនៅពេលពួកគេទៅដល់ទីនោះគាត់ប្រហែលជាបញ្ចប់ការងារហើយចាក់ចេញទៅកន្លែងបន្ទាប់បាត់ទៅហើយ NPC ដែលនៅពីក្រោយបារបានសួរថាតើបុរសម្នាក់នោះមិនទៅតាមប្រមាញ់គាត់ទេឬបុរសដែលពាក់អាវក្រោះគិតថាវាជារឿងចម្លែកហេតុអ្វីបានជា NPC ចាប់អារម្មណ៍នឹងព័ត៌មានបែបនេះអ្នកបម្រើបារបានឆ្លើយថាវានៅតែជារឿងគួរឲ្យចាប់អារម្មណ៍ក្នុងការមើលក្មេងម្នាក់ត្រូវបានតាមប្រមាញ់ដោយ Gills រាប់សិបខណៈពេលដែលគាត់កំពុងកម្ចាត់អ្នកលេងដទៃទៀតបុរសដែលមានសក់ពណ៌ខៀវបានសួរថាតើតាចាក់ម្នាក់នោះពិតជាមិនអីទេឬចំពោះរឿងទាំងអស់នោះយ៉ាងណាមិញក្មេងម្នាក់នោះកំពុងព្យាយាមបំផ្លាញហ្គេមដែលពួកគេទាំងអស់គ្នាកំពុងរួមនៅភ្លាមនោះអ្នកបម្រើបារបានទម្លាយថាគាត់មកពីពិភពផ្សេងដែលមានឈ្មោះថា Pong តាមមើលទៅវាគឺជាហ្គេមចំណាក់ជាងគេមួយរបស់ Adrel ដូច្នេះបុរសម្នាក់នេះបានរស់នៅទីនេះយូរណាស់មកហើយបុរសចំណាស់ពន្យល់ថាគាត់បានឆ្លងកាត់ហ្គេមរាប់មិនអស់ហើយនៅទីបញ្ចប់ពួកគេពិតជាគ្មានជំរឿនអ្វីក្រៅពីទទួលយកថាហ្គេមខ្លះនឹងត្រូវបាត់បង់ទៅវិញនោះទេនៅពេលដែលនរណាម្នាក់រៀបនឹងសួរបន្ថែមស្រាប់តែមាននរណាម្នាក់នៅខាងក្រៅបានស្រែកហៅប្រជាពលរដ្ឋទាំងអស់ដែលកើតនៅក្នុងពិភពលោកនោះបុរសម្នាក់ក្នុងអាវក្រោះពណ៌ក្រហមស្រែកថានេះគឺជាតថាភាពហើយដែលពួកគេកំពុងរស់នៅពួកគេបានកើតនៅក្នុងកន្លែងនេះហើយពួកគេនឹងស្លាប់នៅទីនេះនោះហើយជាមូលហេតុដែលពួកគេត្រូវតែរួបរวมគ្នាកម្ចាត់ពួកអ្នកឈ្លានពាននិងដណ្ដើមយកទឹកដីរបស់ពួកគេមកវិញពួកគេហៅខ្លួនឯងថា Blood Guild ហើយថ្ងៃស្អែកពួកគេនឹងចូលទៅលុកលុយ Dungeons ដើម្បីបង្ហាញថាពួកគេលែងត្រូវការអ្នកលេងឬ Players ទៀតហើយនេះគឺជា Guild របស់ពួក NPCs ឬរឿងនេះកាន់តែរីកធំទៅហើយត្រឡប់មកក្នុងបារវិញបរិទ្ធចំណាស់គិតក្នុងចិត្តថាក្មេងៗទាំងនេះពិតជាមិនយល់ពីរបៀបដែលហ្គេមដំណើរការទាល់តែសោះគាត់និយាយថាគាត់រៀបនឹងបាត់ហាងហើយដូច្នេះបរិទ្ធពាក់អាវក្រោះគួរតែចេញទៅក្រៅដែរចាំបន្តិចសាច់រឿងប្រែប្រួលភ្លាមបរិទ្ធម្នាក់នោះគឺជារីយូគីដែលបានក្លែងខ្លួនពេញមួយពេលកូនខ្លាខ្ញុំតូចបានបង្ហើបប្រាប់តួអង្គរបស់យើងថាក្រុម NPC នេះកំពុងត្រូវបានដឹកនាំដោយនរណាម្នាក់ឈ្មោះគូបាន់តាមមើលទៅពួកគេបានព្យាយាមប្រជែងក្នុង Dungeons រាប់មិនអស់ជាច្រើនដងមកហើយប៉ុន្តែលើកនេះពួកគេនិយាយថាពួកគេនឹងដណ្ដើមជ័យជំនះឲ្យបានឥឡូវនេះក្នុងងានកៅផនច្រឡំតើពួកគេចង់ដណ្ដើមយក Dungeon ជាក់លាក់ណាមួយឬក៏ The Tower ខ្លួនឯងYvonne បាននិយាយបន្ថែមថាដោយសារពួកគេជា NPC នេះគឺប្រៀបដូចជាការធ្វើអត្តឃាតអញ្ចឹងព្រោះពួកគេមិនអាចរំឡើងវិញបានទេនៅពេលពួកគេស្លាប់តួអង្គរបស់យើងសួរថាតើវាអាចទៅរួចទេដែលពួកគេបានរកឃើញវិធីដើម្បីដណ្ដើមយកទីកន្លែងនោះ Yvonne ឆ្លើយថាវាអាចទៅរួចពិសេសដោយសារនាងហាក់ដូចជាមានទំនាក់ទំនងជាមួយ Guild របស់នាងតួអង្គរបស់យើងចងចាំស្ត្រីម្នាក់គត់ក្នុងពិភពលោកនេះអ្នកដឹងហើយថាជាអ្នកណាប្រសិនបើនាងបានតាក់ទងជាមួយពួកអ្នកទាំងនោះវាប្រហែលជាមានរឿងមិនប្រក្រតីម្ដងទៀតហើយភ្លាមនោះគាត់ចាប់ផ្ដើមបន្លំខ្លួនម្ដងទៀតដោយនិយាយថាគាត់មានអារម្មណ៍មិនល្អចំពោះរឿងនេះហើយនឹងតាមដានពួកគេឈុតឆាកបានផ្លាស់ប្ដូរទៅកាន់ Predator's Nest ក្រុមទាំងមូលកំពុងធ្វើដំណើរទៅមុខខណៈដែលតួអង្គរបស់យើងនៅពីក្រោយដោយឆ្ងល់ថាហេតុអ្វីបានជាមានមនុស្សច្រើនយ៉ាងនេះមកជាមួយYvonne ពន្យល់ថាការកំណត់អ្នកលេង4នាក់ក្នុងម្នាក់ Dungeon គឺអនុវត្តចំពោះតែអ្នកលេងប៉ុណ្ណោះចំណែកឯអ្នករួមនៅក្នុងពិភពលោកនេះវិញពួកគេអាចនាំគ្នាមកច្រើនតាមចិត្តដែលពួកគេចង់បានព្រោះសម្រាប់ពួកគេវាគ្រាន់តែជាលអាងភ្នំធម្មតាប៉ុណ្ណោះប៉ុន្តែ Ryuki គិតថាវាមិនសមហេតុផលទាល់តែសោះអ្នកទាំងនេះខ្សោយជាងសូម្បីតែអ្នកលេងដែលខ្សោយបំផុតទៅទៀតដូច្នេះតើពួកគេត្រូវប្រយុទ្ធដោយរបៀបណានៅពេលនោះខ្ទួយពណ៌ក្រហមមួយបានស្ទុះមកវាយប្រហារជំនួសឲ្យការការពារពួកទាហានទាំងអស់បាននាំគ្នាគិត Cuban ដែលជាអ្នករៀបចំតម្រង់ទ័ពបានបញ្ជាឲ្យជួរមុខថយក្រោយនិងឲ្យជួរទី2ចូលទីជំនួសឥឡូវនេះអ្នកទាំងនេះកំពុងធ្វើសកម្មភាពដូចជាអ្នកលេងពិតប្រាកដអញ្ចឹងពួកគេកំពុងប្រថុយជីវិតរបស់ពួកគេនេះគឺជាអ្វីដែលគេហៅថា Hardcore Dungeon
រីយូគីមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ក្រុម NPC មួយក្រុមពួកគេពិតជាមានការរៀបចំបានល្អនិងធ្វើចលនាដោយមានការសម្របសម្រួលគ្នាគួរឲ្យស្ដាយដែលពួកគេប្រហែលជាមិនអាចបង្កើតការខូចខាតពិតប្រាកដណាមួយបានប៉ុន្តែបន្ទាប់មកគាត់បានកត់សម្គាល់ឃើញអ្វីដែលចម្លែកចុងលំពេងរបស់បុរសម្នាក់ហាក់ដូចជាមានបញ្ហារាល់ការវាយប្រហារទាំងអស់សុទ្ធតែអាចចាក់ទម្លុះបានយ៉ាងងាយស្រួលបំផុតIvan បានចង្អុលបង្ហាញយ៉ាងរហ័សថាវាគឺជាលំនាំដូចគ្នានឹង HS Dagger ដែរប្រសិនបើពួកគេអាចចាប់យកវាបានមួយពួកគេប្រហែលជាអាចវិភាគរចនាសម្ព័ន្ធរបស់វាបានមើលទៅភាពច្របូកច្របល់នេះ Ryuki ចាប់ផ្ដើមគិតថាការដោះស្រាយជាមួយ NPC ប្រហែលជាពិបាកជាងការដោះស្រាយជាមួយ Valinda ទៅទៀតអ្វីដែលអាក្រក់បំផុតនោះគឺថាទោះបីជាពួក NPC កំពុងកាន់អាវុធដែលមានអានុភាពខ្លាំងក៏ដោយប៉ុន្តែការវាយប្រហារជំទ្រូងនៅតែបង្កជាដំបៅយ៉ាងធ្ងន់ហើយបុរសម្នាក់នោះត្រូវបានទុកចោលក្នុងស្ថានភាពធ្ងន់ធ្ងរគាត់នឹងត្រូវស្លាប់Ryugi សួរថាតើមានអ្វីកើតឡើងពិតប្រាកដចំពោះទិន្នន័យរបស់ NPC នៅពេលពួកគេស្លាប់Ivan ពន្យល់ថាពួកគេត្រូវបានកែជាថ្មីក្នុងទម្រង់ផ្សេងប្រៀបដូចជាការចាប់ជាតិថ្មីប៉ុន្តែពួកគេកម្រនឹងរក្សាការចងចាំពីជាតិមុនរបស់ពួកគេណាស់ដូច្នេះហើយ NPC ខ្លះបានคล้ายទៅជាទិន្នន័យវាហាក់ដូចជារឿងទាំងមូលនេះគឺជាការខ្លាំងធ្វើចាំបន្តិចចុះបើពួកយើងក៏ស្ថិតនៅក្នុងការខ្លាំងធ្វើដែរនោះបន្ទាប់មកគូបានដកថ្នាំពណ៌ខ្មៅមួយប្រភេទចេញមកហើយប្រាប់ពួកគេឲ្យទៅអ្នកដែលរងរបួសភ្លាមនៅពេលដែលវាប៉ះមាត់របស់ NPC នោះវាហាក់ដូចជាការព្យាបាលកម្រិតកំពូលបុរសម្នាក់នោះក៏មានកម្លាំងពេញលេញឡើងវិញភ្លាមតួអង្គរបស់យើងគ្រាន់តែឈរមើលប៉ុណ្ណោះពួកអតិរិឆានទាំងនេះនៅតែបន្តដករបស់របរចេញមកម្ដងមួយដែលរបស់នីមួយៗសុទ្ធតែគួរឲ្យសង្ស័យជាងមុនទៅទៀតឥឡូវនេះគាត់ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលរួមជាមួយក្លិនអាយ៉ាស្មៃងងឹតប្រហែលជាអរគុណដល់វិញ្ញាណទី6ដែលបានពង្រឹងរបស់គាត់មនុស្សគ្រប់គ្នាកំពុងស្រែកហូនិយាយថាមនុស្សម្នាក់នោះនិយាយតែការពិតប៉ុណ្ណោះជាមួយនឹងលំពេងនិងថ្នាំទាំងនោះពួកគេនឹងរស់រានមានជីវិតហើយសម្រេចកិច្ចការនេះបានបុរសត្រងូលម្នាក់កាន់លំពេងបានសួរថាហេតុអ្វីបានជាអ្នកលេងម្នាក់នោះផ្ដល់របស់របរទាំងអស់នេះឲ្យពួកគេ Kevin បានឆ្លើយតបថាមិនមែនអ្នកលេងទាំងអស់សុទ្ធតែជាសត្រូវនោះទេទោះជាយ៉ាងណាក៏ដោយបំណងពិតប្រាកដនៅពីក្រោយរឿងនេះគឺច្បាស់ណាស់ថាគេប្រើអ្នកស្រុកធ្វើជាកូនអុកជាការពិតណាស់ពួកគេមិនមែនអង្គុយនៅស្ងៀមឲ្យគេប្រើប្រាស់នោះទេនៅពេលដែលរឿងនេះចប់ពួកគេមានគម្រោងនឹងបំផ្លាញហ្គេមនេះហើយគ្រប់គ្រងអ្វីៗទាំងអស់មកវិញពេលអេលៀកន្លងផុតទៅហើយ Coven បានប្រកាសថាពួកគេបានមកដល់ហើយ Boss ចុងក្រោយនៃ Dungeon គឺ Fee ដែលជា Baru កំណាយក្រោយពេលញ៉ាំ McDonald ដោយគ្មានការស្តាក់ស្ទើរពួកគេបានសម្រុកចូលទៅជាមួយលំពេងរបស់ពួកគេប៉ុន្តែបិសាចនោះបានរលាយចូលទៅក្នុងដីតួឯករបស់យើងបាននៅខាងក្រោយដើម្បីវិភាគការប្រយុទ្ធនិងសិក្សាពីលំនាំវាលុកគ្រប់គ្នាមានភាពតានតឹងដោយឆ្ងល់ថាតើ Boss នឹងចេញមកនៅកន្លែងណាភ្លាមនោះ Coven បានដកទង់សមរភូមិបោះវាទៅក្នុងដីហើយដំណើរការរ៉ាដាវាបានបង្ហាញពីទីតាំងនៅខាងក្រោមដីបុរសម្នាក់នេះពិតជាខ្លាំងមែនបិសាចនោះដឹងថាវាត្រីបានគេរកឃើញក៏ហុកចេញពីដីភ្លាមRyuki និយាយថាការប្រើឧបករណ៍រកឃើញបែបនេះគឺស្មើនឹងការលួចបន្លំIvan តបវិញថាឯងគឺជាមនុស្សចុងក្រោយគេនៅលើផែនដីដែលអាចនិយាយអំពីការលួចបន្លំ Boss បានវាយដីបណ្ដាលឲ្យផ្ទាំងថ្មយែកហោះពេញអាកាសប្រសិនបើវាត្រូវចំទ្រូងអ្នកនឹងស្លាប់ជាមិនខានប៉ុន្តែ Coven បានលួចចូលពីខាងក្រោយហើយចាក់ទម្លុះវាដូចជាកាត់បឺជាមួយលំពេងរបស់គាត់ដោយស្រែកថាជ័យជំនះគឺនៅជិតបង្កាយជាមួយនឹងលទ្ធផលនោះ Dungeon របស់ Predator ត្រូវបានបង្ក្រាបដោយឈរនៅលើសាកសពរបស់បិសាច Cubin បានអបអរដោយស្រែកថាពួកគេធ្វើបានហើយរំពេចនោះមាននរណាម្នាក់ចាប់ផ្ដើមទះដៃដោយនិយាយថាគេពិតជារំភើបចិត្តណាស់នៅពេល Cubin ក្រឡេកទៅចំហៀងគាត់បានស្គាល់បុរសពាក់មួកនោះថាជា John Doe ដែលនិយាយថាគាត់មិននឹកស្មានថាពួកគេអាចធ្វើវាបានមែនតែនោះទេបុរសម្នាក់នេះមិនគួរនៅទីនោះទេហើយ Cubin ក៏សួរថាតើគេចង់បានអ្វី John Doe បានសំទោសដោយនិយាយថានោះមិនមែនជារបៀបប្រព្រឹត្តចំពោះមិត្តភក្តិឡើយភ្លាមនោះពួក NPC បានលើកលំពេងរបស់ពួកគេដោយប្រកាសថាគេកំពុងរៀបចំផែនការប្រើប្រាស់ពួកគេសម្រាប់អ្វីមួយ John Doe ឆ្លើយតបយ៉ាងស្ងាត់ស្ងាត់ថាគាត់បានឮ Coogan និយាយថាគាត់នឹងកំចាត់ Dungeon នេះមិនថាមានរឿងអ្វីកើតឡើងឡើយដូច្នេះគ្មានប្រយោជន៍ក្នុងការត្អូញត្អែរឯឡាំនេះទេ
ពួក NPC អាចរក្សាមោទនភាពដែលបានចូលរួមប្រយុទ្ធប៉ុន្តែពួកគេនឹងមិនក្លាយជាវីរបុរសនៃទីកន្លែងនេះឡើយ Coogan និយាយថាគាត់មិនដឹងថា John Doe ចង់បានអ្វីទេប៉ុន្តែ Chief ទើបតែចាប់ផ្ដើមប៉ុណ្ណោះ John Doe គ្រាន់តែក្រវីដៃចុះក្រោមដោយនិយាយថាពួកគេបានលេបថ្នាំនោះហើយរំពេចនោះពួក NPC ទាំងអស់បានដួលសន្លប់ដោយមានពន្លឺអូរ៉ាឆ្មេឆ្មាព័ទ្ធជុំវិញតួអង្គអក្រិតប្រចាំសប្តាហ៍ម្នាក់នេះបានបញ្យល់ថាថ្នាំនោះមិនបានជួយឲ្យមនុស្សត្រឡប់ទៅរកសភាពដើមវិញទេតាមពិតវាបង្កើតជាកូដដែលខូចនៅក្នុងកន្លែងដែលរងរបួសដើម្បីឲ្យមនុស្សម្នាក់នោះអាចរស់បានយូរបន្តិចប៉ុន្តែការខូចខាតនឹងបន្តកើនឡើងគោលដៅរបស់ហ៊ីសាតាំងពីដំបូងគឺដើម្បីចង់ដឹងថានឹងមានអ្វីកើតឡើងនៅពេលដែលបឹកនោះឡើងដល់កម្រិតខ្ពស់បំផុតហើយបន្ទប់ដែលបិទជិតដែលមានមនុស្ស50នាក់គឺជាកន្លែងសាកល្បងដ៏ល្អឥតខ្ចោះគូកាន់ដ៏កំសត់គិតថាគាត់កំពុងគ្រប់គ្រងស្ថានភាពប៉ុន្តែឥឡូវនេះគាត់កំពុងហូរឈាមចេញពីភ្នែកដោយសួរថាតើអំណាចនោះគិតថាពួកគេជាអ្វីចនគ្រាន់តែនិយាយថាពួកឯងគ្រាន់តែជា NPC ដែលមាន AI គ្រាន់បើជាងមុនបន្តិចប៉ុណ្ណោះ Coogan បានដួលសន្លប់ដោយជេរឲ្យគេទៅអ្នករោគនិងនិយាយថាពួកអ្នកលេងហ្គេមពិតជាពួកអថោកទាបជាងអស់ពីខាងលើ Ryuki សម្លឹងលើបុរសម្នាក់នោះដែលកំពុងត្រូវបានគេអូសចេញទៅ John Doe កំពុងត្រួតពិនិត្យសាកសពដែលហៅឈ្មោះដូចជាលេខ32បរាជ័យ41បរាជ័យ21បរាជ័យទាំងស្រុងគាត់បានពិនិត្យម្នាក់ហើយសាកសពគ្រប់គ្នាគឺបរាជ័យទាំងអស់រហូតដល់មានអ្វីមួយតាក់ភ្នែកគាត់រាងកាយរបស់ Coogan ត្រូវបានគ្របដណ្ដប់ដោយអូរ៉ាពណ៌ខ្មៅហើយ John មានភាពរំភើបយ៉ាងខ្លាំងចុងក្រោយមានម្នាក់បានទទួលជោគជ័យបរិសម្នាក់នោះចាប់ដើមក្រោកឈរឡើងដោយមានហូរភក់ពណ៌ខ្មៅខ្លួនប្រានងងឹតស្លុបទាំងរអ៊ូរទាំអំពីការដាស់ញាក់ស្រុកឲ្យខ្ញាក់ឡើងសម្បុកដុកដឿមួយបានព័ទ្ធជុំវិញគាត់ហើយគាត់ក៏ប្រែទៅជាធុងទឹកខ្មៅខណៈពេលដែល John Doe កំពុងអបអរសាទរសង្ឃឹមថាភាពជោគជ័យលើកដំបូងនេះមិនរលាយបាត់ទៅវិញបាម Ryuki បានបង្ហាញខ្លួនពីក្រោយគេយកកាំបិតភ្ជុងកកុំងាកក្បាលឲ្យសោះតួឯករបស់យើងនិយាយឯងគួរតែចាប់ផ្ដើមនិយាយមកតើ HS កំពុងរៀបចំផែនការអ្វីពិតប្រាកដឈាមចាប់ផ្ដើមហូរស្រក់ប៉ុន្តែ John Doe និយាយយ៉ាងស្ងប់ស្ងាត់ថាគ្មានហេតុផលអ្វីដែលគាត់ត្រូវទម្លាយរឿងនោះឡើយនៅក្នុងរូបភាពបន្ទាប់គាត់បាននិយាយប្រាប់គ្រប់យ៉ាងស្មានថាមិនងាយស្រួលបញ្ចុះបញ្ចូលសោះគាត់ពន្យល់ថាវាបានចាប់ផ្ដើមតាំងពីការស្រាវជ្រាវអំពីសញ្ញារំខានរបស់ Yggdrasil ហើយឥឡូវនេះវាជិតរួចរាល់ហើយអ្វីដែលពួកគេត្រូវការឥឡូវនេះគឺការសាកល្បងចុងក្រោយកាត់ទៅឈុតមួយទៀតអ្នកក្លាហាន3នាក់សម្លឹងមើលក្មេងម្នាក់ដោយសួរថាតើ NPC នេះមានបញ្ហាការនិយាយមែនទេប៉ុន្តែក្មេងនោះឆ្លើយតបថាខ្ញុំមិនមែនជា NPC ទេថ្ងៃណាមួយខ្ញុំនឹងក្លាយទៅជាដូចជាអ្នកលេងដែរដើរក្នុងពិភពលោកដោយសេរីប្រយុទ្ធជាមួយបិសាចនិងឡើង level បុរសសុកសរនិយាយថាគាត់អាចដឹងថាក្មេងនេះនិយាយមែនទែនដូច្នេះគាត់ក៏បបួលផ្នល់ត្រឡប់មកបច្ចុប្បន្នវិញ John Doe ព្យាយាមវាយប្រហារ Ryuki ពីក្រោយដោយជេរថាគេជាមនុស្សល្ងង់ដែលបណ្ដោយឲ្យខ្លួនឯងធ្វេសប្រហែសមើលទៅដូចជាគេដឹងបាត់ទៅហើយថាតួឯករបស់យើងគឺជាអ្នកណាប៉ុន្តែអ្វីដែលគេមិននឹកស្មានដល់នោះគឺ Instinct Level 2 Ryuki បានដកគ្រាប់បែកផ្សែង Flashbang ហើយបោះវាចំមុខបុរសម្នាក់នោះខ្ញុំប្រាប់ហើយថាម្នាក់នេះគឺជាស្ដេចហ្គេម FPS គេត្រៀមខ្លួនរួចជាស្រេចសម្រាប់ Counter-Strike 3.0 John Doe ដែលត្រេត្រោតាំងច្របល់ច្របល់តើគ្រាប់បែកផ្សែងនោះមកពីណាប៉ុន្តែឥឡូវនេះគេកំពុងត្រូវបានកាត់កហើយ Ryuki ទាមទារម្ដងទៀតថាតើរបស់ពណ៌ខ្មៅដែលកំពុងលេបត្របាក់ Dungeon នោះជាអ្វីជំនួសឲ្យការឆ្លើយ John Doe បែរជាសួរថាហេតុអ្វីបានជាឯងខឹងខ្លាំងម្ល៉េះឬមួយឯងមានមនោសញ្ចេតនាជាមួយពួក NPC ទាំងនោះនៅក្នុងរូបភាពបន្ទាប់ Ryuki បានប្រើចលនាល្បឿនលឿនអ្នកគូររូបហាក់ដូចជាមានការភ័ន្តច្រឡំជាមួយ effect នៅពេលនេះបន្តិចប៉ុន្តែលទ្ធផលគឺច្បាស់ណាស់គេបានបោកផ្ទប់មុខបុរសម្នាក់នោះទៅនឹងដីដោយសពដងគេព្យាយាមចាក់ចេញពី game lock out ប៉ុន្តែវាមិនដំណើរការឡើយទន្ទឹមនឹងនេះរាងកាយរបស់ Coogan ប្រែជាពណ៌ខ្មៅទាំងស្រុងហ៊ុំព័ទ្ធដោយដុំគូពណ៌ក្រហមឆ្មេឆ្មា Ryuki និយាយថា
គាត់ចង់ឃើញបុរសម្នាក់នេះធ្វើចរិតខ្លាំងទៀតបន្ទាប់ពីត្រីបានហែកគេគួរតែចាប់ផ្ដើមនិយាយឆាប់ៗបើមិនដូច្នោះទេគេនឹងរលាយបាត់ជាមិនខានមាននរណាម្នាក់ព្យាយាមចាក់គាត់ពីខាងក្រោយប៉ុន្តែរីយូគីគ្រាន់តែបាញ់មួយគ្រាប់និយាយថាវាពិតជាគួរឲ្យអស់សំណើចណាស់សូម្បីតែរីយូគីក៏ចាប់អារម្មណ៍នឹងសមត្ថភាព Perception Level 2ដែលអនុញ្ញាតឲ្យគាត់ដឹងពីគ្រោះថ្នាក់មុនពេលវាមកដល់ប៉ុន្តែភ្លាមៗនោះ John Doe មើលទៅហាក់ដូចជាតក់ស្លុតហើយប្រាប់រីយូគីឲ្យមើលទៅក្រោយ Kugen កំពុងងើបឡើងពីខាងក្រោយលូកដៃចេញហើយបញ្ចេញថាមពលងងឹតយ៉ាងសន្ធាប់រីយូគីត្រូវបានបង្ខំឲ្យដកថយឆ្ងាត់ថាតើអាម្នាក់នេះនៅមានជីវិតដោយរបៀបណាការវាប្រហារបានត្រូវចំដៃរបស់ John Doe ហើយរាងកាយរបស់គេក៏ចាប់ផ្ដើមរលាយបាត់បន្តិចម្ដងคล้ายជាភក់នឹងក្រប pixel គ្រាន់តែការពះមួយដងវាបានធ្វើឲ្យដៃរបស់គេទាំងមូលរងការបំផ្លាញ John ចាប់ផ្ដើមចាកចេញពីហ្គេម Lock Out ដោយនិយាយថាគេនឹងចាប់ហើយដោយសារតែអាបាក់ចុងរៃនោះប៉ុន្តែគេនឹងធ្វើឲ្យ Ryuki សងសម្រាប់រឿងទាំងអស់នេះ Egon ពន្យល់ថា John មិនបាន Lock Out ពិតប្រាកដទេគេបានប្រើមុខងារគេចេញពី Dungeon Escape Function ដែលជាមុខងារតែមួយដែលអនុញ្ញាតឲ្យគេមកបង្ហាញខ្លួននៅទីនេះតាំងពីដំបូងមុនពេល Ryuki អាចនិយាយអ្វីបាន Kugan បានវាយប្រហារគេម្ដងទៀតប៉ុន្តែ Ryuki ដោះស្រាយវាបានយ៉ាងលឿនដោយបាញ់ចំថ្ងាយ៉ាងស្អាតមើលទៅ Boss មិនបានរស់នៅយូរប៉ុន្មានទេមែនទេ Ryuki យល់ថាវាជារឿងគួរឲ្យចាប់អារម្មណ៍ដែល Kugan នៅគេមានជីវិតទោះបីជាមានប្រហោងនៅក្បាលក៏ដោយបើទោះបីជាមានរូបរាងជាមនុស្សប៉ុន្តែគេគ្រាន់តែជាបណ្ដុំនៃ Bucket Code ប៉ុណ្ណោះ Kugan ចាប់ផ្ដើមមាន flashback ទៅកាលពីពេលដែលគេកាន់ដាវឈើហើយមាននរណាម្នាក់ស្រ័យដាក់គេថាធ្វើការយឺតពេកវាគឺជាយប់មិញបរិះនោះបាននិយាយថាប្រសិនបើក្មេងប្រុសនោះអាចវាយចំតែមួយដងគេនឹងនាំទៅដាបសងព្រេងបន្ទាប់មកម្ដាយរបស់គេក៏មកដល់ដោយនិយាយថានាងបានតាមរកគេពេញមួយព្រឹកហើយប្រាប់ឲ្យគេទៅកាប់ឈើគេបានតបវិញថាគេមិនចង់ធ្វើរឿងគួរឲ្យធុញទ្រាន់បែបនោះទៀតទេមនុស្សនៅខាងក្រៅកំពុងរងចាំគេបន្ទាប់មកគេក៏បានអារ៉របស់នាងរាងកាយរបស់នាងបានដួលចុះដូចជាសម្រាមហើយបុរសម្នាក់នោះបានអង្គុយចុះរួចនិយាយថាទីបំផុតវាយចំមួយដងហើយ NPC នោះគឺជាអ្នកកាន់របស់របរសម្រាប់ Dungeon បន្ទាប់គូកាន់ដែលមានការផិតភ័យបានសួរថាហេតុអ្វីបានជាគេធ្វើបែបនោះដាក់ម្ដាយរបស់គេប៉ុន្តែបុរសនោះគ្រាន់តែមើលមកដោយភាពងឿងឆ្ងល់គេគិតថាក្មេងនោះបានបាត់ទៅហើយគេពន្យល់ថាពួកគេគ្រាន់តែនៅក្នុងក្រុងដើម្បីរងចាំ NPC ដែលកាន់គ្រីស្តាល់ពង្ហាញខ្លួនប៉ុណ្ណោះគូកាន់ដែលអស់សង្ឃឹមនៅតែមិនយល់ថាហេតុអ្វីបានជានាងត្រូវស្លាប់ត្រឡប់មកក្នុងបានឈិនវិញ Ryuki បានទទួលបានលំពេងខ្មៅនិងថ្នាំបន្សាបដែលជាអ្វីគ្រប់យ៉ាងដែលត្រូវការសម្រាប់ការវិភាគមើលទៅរាងកាយដែលកំពុងរលួយរបស់គូកាន់គេសួរថាតើមានពាក្យចុងក្រោយអ្វីដែរឬទេដោយនិយាយថាគេនឹងស្ដាប់បំណងប្រាថ្នារបស់គូកាន់មុនពេលស្លាប់គូកាន់និយាយថាគេនឹងមិនអត់ទោសឲ្យគូ Players ឡើយហើយនៅខណៈនោះគេបានដាក់បណ្ដាសាពួកគេទាំងអស់គ្នារាងកាយរបស់គេចាប់ផ្ដើមផ្ទុះឡើងបញ្ចេញថាមពលងងឹតពាសពេញរូងភ្លុំ Ryuki បានម្ដងទៀតប៉ុន្តែលើកនេះកន្លែងទាំងមូលបានផ្ទុះឡើងពិតមែននៅពេលធូលីរលាអស់វាមិនសល់អ្វីពីបុរសម្នាក់នោះឡើយ Ryuki គិតថាប្រហែលជាពួកគេមានចំណុចដូចគ្នាប្រហែលជាប្រសិនបើគេនៅរស់ពួកគេអាចនឹងចោះសម្រុងនឹងគ្នាគេគ្រាន់តែសង្ឃឹមថានៅជាតិក្រោយបុរសម្នាក់នោះនឹងកើតក្នុងហ្គេមដែលល្អជាងនេះឬ Labyrinth ដែលល្អជាងនេះមួយសន្ទុះក្រោយមកគេសួរ50ផាំថាតើការវិភាគទិន្នន័យដែលគេផ្ញើឲ្យនោះទៅជាយ៉ាងណាហើយ50ផាំតបវិញថាវាគឺជាទិន្នន័យដែលគួរឲ្យចាប់អារម្មណ៍ហើយគេនឹងស៊ើបអង្កេតអំពី John Doe នេះ Ryuki និយាយថាផ្នែកដែលត្រូវចំណាយពេលយូរបានមកដល់ហើយវាដល់ពេលដែលត្រូវឡើងទៅលើ Demon King's Tower និងបញ្ចប់ content នៃពិភពលោកនេះនៅខាងមុខប៉មមាននារីម្នាក់នៅទីនោះគឺ Bisk ឬក៏ជា Bisk ឥឡូវនេះអ្នកបកប្រាយមើលទៅហាក់ដូចជាបដូរឈ្មោះរាល់ពេលតែម្ដងនាងកំពុងឈរនៅទីនោះដោយខឹងព្រោះជំនួសឲ្យការឡើងប៉មនាងបែរជាត្រូវជាប់កាំងការពារវានៅទីនេះទៅវិញបន្ទាប់មកគឺ No ដែលទីបំផុតបានបង្ហាញខ្លួនបន្ទាប់ពីឆ្លងកាត់អស់27ចម្ពោះនាងគឺជាតួអង្គ badass ដ៏ពិតប្រាកដម្នាក់ដែលបានឈានចូលក្នុងសាច់រឿងប្រកបណាស់យើងធ្លាប់មាន Cynthia ប៉ុន្តែនិយាយតាមត្រង់ទៅយើងគ្រាន់តែចង់ឲ្យតួឯករបស់យើងសម្លាប់អាសត្វភពចង្រៃនោះឲ្យឆាប់តែប៉ុណ្ណោះឈ្មោះរបស់នាងគឺ No ហើយនាងនិយាយថាមានឱកាស 90% ដែល Ryuki នឹងបង្ហាញខ្លួននៅប៉មក្រុងសប្តាហ៍ក្រោយ
บิสตอบอึ้งថាគីលម៉ាស្ទ័រកំពុងធ្វើខ្លួនចម្លែកខ្លាំងណាស់នាពេលថ្មីៗនេះហើយប្រកាសជាកំពុងរៀបចំផែនការអាក្រក់អ្វីមួយមិនខានលើពីនេះការគាំទ្រដែលពួកគេទទួលបានគឺដោយសម្រាមហើយសមាជិកគីលថាផ្ដើមអស់ភាពអត់ធ្មត់ហើយ No ប្រាប់នាងឲ្យនៅស្ងៀមពិភពលោកកំពុងមានភាពវឹកវរនៅពេលឥឡូវនេះតាមមើលទៅពួក NPCs បានបង្កើត dungeon មួយប៉ុន្តែវាមានបឹកហើយអ្នកគ្រប់ឃ្លាបានស្លាប់អស់ឥឡូវនេះពួក players គិតថា NPCs គឺជាការគំរាមកំហែងដែលកំពុងធ្វើឲ្យចំនួនកាន់តែរីកធំឡើងដោយសារតែបឹកព័ត៌មានទាំងអស់ត្រូវបានលុបបាត់ប៉ុន្តែមនុស្សម្នាចាប់ផ្ដើមនិយាយថាវាគឺជាស្នាដៃរបស់ Ryuki នាងបានលឺរឿងទាំងអស់នោះពី Laguna ដែលចាត់ទុក Ryuki ដូចជាពះថ្មីមួយអង្គនៅថែមទាំងទទួលស្គាល់ថាបើមាន Ryuki នៅក្នុងក្រុមការសម្អាត raids ទាំងនេះនឹងកាន់តែងាយស្រួលប៉ុន្តែ Bisk និយាយថានាងសុខចិត្តនៅឲ្យឆ្ងាយពីអ្នកដែលអាចលុបតួអង្គបានបែបនេះស្រាប់តែទឹកមុខរបស់នាងបានផ្លាស់ប្ដូរនៅពេលដែលមាននរណាម្នាក់សួរថាតើក្មេងម្នាក់នោះកំពុងធ្វើអ្វីនៅទីនោះបុរសដែលមានដាវពីរនៅខាងក្រោយខ្នងរបស់គេមានឈ្មោះថា Explosive Blade តើឃីមគួរធ្វើអ្វីជាមួយឈ្មោះនឹងទៅតោះយើងបដូរឈ្មោះឲ្យគេឥឡូវនេះតែម្ដងជាមួយនឹងគ្រឿងបំពាក់ទាំងនោះនិងរបៀបដែលគេបានចំណាយលុយរាប់ពាន់លាននៅក្នុងហ្គេមយើងនឹងហៅគេថា Pay to Win Pay to Win ចង់ដឹងថាហេតុអ្វីបានជា Miss Dungeon Addict មកនៅខាងក្រៅប៉ុមជាលើកដំបូងគេបានអង្អែក្បាលនាងខណៈពេលដែលនាងប្រាប់ឲ្យគេចេញទៅឆ្ងាយដោយនិយាយថានាងមិនចង់សូម្បីតែមើលមុខអាក្រក់របស់គេ P2 តបវិញថាពួកគេអាចភ្នាល់គ្នាបានអ្នកណាដែលសម្លាប់ Ryuki បាត់មុននឹងទទួលបានកន្លែងរបស់ Linfu អ្នកទាំងពីរចាប់ផ្ដើមឆ្លោះគ្នាខណៈពេលដែល Nu ប្រាប់ឲ្យពួកគេស្ងប់ចិត្តជាពិសេសដោយសារតែព័ត៌មានដែលទាក់ទងនឹង Ryuki គួរតែរក្សាជាការសម្ងាត់នៅចំកណ្ដាលការឆ្លោះប្រកែកគ្នានេះផ្ទាំង notification មួយបានលោតឡើងនៅចំពោះមុខ player ម្នាក់ពួក Linsa Clowns ទាំង3នាក់ក៏មានការផន់ច្រឡំដែរដោយឆ្ងល់ថាតើមាននរណាម្នាក់ទើបតែឆ្លងផុតជាន់ទី447មែនដែរឬគេប៉ុន្តែ Biske បានកែតម្រូវពួកគេវិញវាមិនមែនជារឿងជាន់ទី447ទេវាគឺជាការជូនដំណឹងថាកំណត់ត្រាសម្រាប់ជាន់ទី3ទេបានបំបែកគេបានឈ្នះជាន់ទី1ដោយប្រើពេលត្រឹមតែ18ម៉ោងប៉ុណ្ណោះខ្ញុំប្រាប់អ្នកហើយថាអ្នកអាចបង្កើតគ្រួសារមួយនៅក្នុងគុកងងឹតទាំងនេះបានតើក៏ត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីបញ្ចប់46ជាន់ឬរហូតដល់100ជាន់អ្នកអាចចាប់ដើមបង្កើតគ្រួសារនៅជាន់ទី50ហើយនៅពេលដែលគាត់បញ្ចប់ដល់ជាន់ទី100កូនរបស់គាត់ប្រហែលជាមានអាយុ20ឆ្នាំបាត់ទៅហើយក្រុមការងារកំពុងតែឈួតឡប់ឡែព្រោះកំណត់ត្រាចាស់គឺ72ម៉ោងពួកគេទាំងអស់គ្នាកំពុងសួរថាតើអ្នកណាអាចធ្វើរឿងនេះបានដូចជាកំប្លែងពេកហើយពួកអ្នកឯងធ្វើពុតជាភ្នាក់ដូចជាអ្នកមិនដឹងអីអញ្ចឹងច្បាស់ណាស់គឺ Ryuki ឥឡូវនេះពួកគេកំពុងឆ្ងល់ថាតើគាត់ចូលទៅក្នុងប៉មតាំងពីពេលណាក៏មិនដឹង P2W មានការភ្ញាក់យ៉ាងខ្លាំងហើយណនិយាយថាជាមួយនឹងថាមកពលដែលគាត់បានសន្សំទុកវាសមហេតុផលណាដែលគាត់អាចឆ្លងកាត់ជាន់ទី1បានយ៉ាងងាយស្រួល P2 ជីភ្លីបែរទៅរក Biske ហើយសួរថាតើនាងអាចបំបែកកំណត់ត្រានោះបានទេនាងឆ្លើយថាប្រហែលជាអាចបាននាងចាប់ដើមសារជាថ្មីពីជាន់ទី1ប៉ុន្តែហេតុអ្វីបានជាត្រូវមានយ៉ាងណាម្នាក់ត្រឡប់ទៅវិញហើយកំណត់វត្តភាពប៉មទាំងមូលរបស់ពួកគេឡើងវិញនោះទន្ទឹមនឹង Nora កំពុងគិតថានាងពិតជាបានមើលងាយ Ryuki ពេកហើយនាងមានអារម្មណ៍ថានាងគួរតែដេញតាមគាត់ជាមួយនឹងអ្វីគ្រប់យ៉ាងដែលនាងមានចាំមើលតើនាងធ្លាប់ដេញតាមគាត់មែនទេតើខ្ញុំកំពុងតែវង្វេងមែនទេតើខ្ញុំកើតជំងឺភ្លេចភ្លាំងមែនទេបងប្អូននាងសម្លឹងមើលទៅប៉មហើយនិយាយថានាងយល់ហើយថាហេតុអ្វីបានជា Gabriel មានការប្រុងប្រយ័ត្នខ្លាំងម្ល៉េះប៉ុន្តែគាត់មិនមែនប្រុងប្រយ័ត្នមែនទេគាត់គួរតែនៅខាងក្រៅតាមប្រមាណ Ryuki មិនមែនគ្រាន់តែអង្គុយនៅជាន់ទី100នោះទេត្រឡប់មកវិញជាមួយ Egon គាត់កំពុងតែរអ៊ូដាក់ Ryuki ចំពោះការចំណាយពេលយូរជាងការកំណត់13នាទីប៉ុន្តែ Ryuki តបវិញថាមិនអន់ទេសម្រាប់អ្នកដែលត្រូវប្រយុទ្ធ18ម៉ោងជាប់គ្នាមែនទេហើយជាការពិតណាស់ Ryuki បានខឹងសម្បាភ្លាមទៅលើមនុស្សជនដំនោះចំពោះការកំណត់គោលដៅដែលមិនសមហេតុផលតាំងពីដំបូងតាមពិតទៅពេលវេលាបន្ថែមនោះគឺដោយសារតែពួកគេបានរកឃើញតំបន់ថ្មីក្នុងអំឡុងពេលរត់ប៉ុន្តែវាមិនអីទេជាមួយគ្នានោះការប្រយុទ្ធបឋមត្រូវបានចប់បានវាមិនមែនជាលទ្ធផលអាក្រក់ទេសម្រាប់ការសាកល្បងលើកដំបូងប៉ុន្តែបន្ទាប់ពី18ម៉ោងដល់ពេលដែលត្រូវត្រឡប់ទៅពិភពពិតវិញហើយរំពេចនោះគាត់ក៏ត្រឡប់មកវិញក្នុងបន្ទប់របស់គាត់ដោយគិតថាវាហាក់ដូចជាយូរណាស់មកហើយដែលគាត់បានត្រឡប់មកពិភពពិតយ៉ាងហើយណាស់លើកនេះគាត់មិនបានដឹងពីវត្តមានរបស់នរណាម្នាក់ឡើយ Ryuki ឆ្ងល់ថាតើអាកាសុជីជាអ្នករៀបចំបន្ទប់ឲ្យគាត់មែនទេមើលទៅពួកគេបានបដូរឈ្មោះពី Suzuki ទៅជា Akatsuki
ហើយវាសំហេតុផលព្រោះមានតែគាត់ម្នាក់គត់ដែលអាចរៀបចំរឿងនេះបានពិតមែនហើយគឺអញ្ចឹងមែនអាកាសុជីបានទូរស័ព្ទមកគាត់ដែលអបអរសាទរដែលគាត់បានសម្អាតជាន់ទី1ហើយបាននិយាយថាវាពិតជាពិបាកណាស់ក្នុងការរកបន្ទប់ដែលមិនអាចតាមដានបានគាត់ក៏បានសុំជួបមុខគ្នាផ្ទាល់ផងដែររីយូគីមានការងឿងឆ្ងល់ចង់ដឹងថាហេតុអ្វីបានជាសុកគាត់ចង់ជួបមុខគ្នាផ្ទាល់អញ្ចឹងប៉ុន្តែអាកាសុជីស្ដាប់ទៅហាក់ដូចជាមានការភ័យស្រុនស្លាដោយប្រមានគាត់ឲ្យប្រុងប្រយ័ត្នเพราะមានមនុស្សកាន់តែច្រើនឡើងកំពុងតាមប្រមាណគាត់នៅក្នុងតំបន់កំសាន្តទោះបីជាគាត់ខឹងក៏ដោយក៏រីយូគីសម្រាប់ចាប់ទៅអ៊ីហ្គននិយាយថាវាជារឿងឈួតឡប់ការហៅទូរស័ព្ទភ្លាមសំឡេងប្លែកៗគ្រប់យ៉ាងហាក់ដូចជាអន្ទាក់រីយូគីសារភាពថាគាត់ក៏មិនទុកចិត្តម្នាក់នោះទាំងស្រុងដែរប៉ុន្តែគាត់មិនគិតថាគេនឹងក្បត់គាត់បែបនោះទេប៉ុន្តែភ្លាមនោះផាំងមានអ្វីមួយផ្ទុះឡើងនៅពីក្រោយគាត់ងាកក្រោយហើយអ៊ីហ្គននិយាយថាសញ្ញាចេញពីវីដេអូដែលទើបតែបង្ហូតនោះគឺចេញពីកន្លែងនោះតែម្ដងអាគារហាងកំពុងឆេះសន្ធោហើយរីយូគីបានពួននៅក្បែរនោះអ៊ីហ្គននិយាយថាគាត់មិនឃើញវត្តមានស៊ូស៊ូគីនៅក្បែរនោះទេដូច្នេះរីយូគីនិយាយថាមានវិធីលឿនជាងនេះដើម្បីរកនាងនៅក្នុងប្លង់បន្ទាប់គាត់កំពុងតែវាយដំលូកាដ៏កំសត់ម្ដងទៀតម្នាក់នេះត្រូវបានគេវាយតាំងពីជំពូកទី1មកលេះរីយូគីប្រាប់គាត់ថាគាត់ដឹងច្បាស់ណាស់ថាលូកាជាអ្នកដែលតាមដានគាត់និងម្ចាស់ហាងតាំងពីថ្ងៃនោះមកគាត់ចង់ចាំអ្វីដែលគាត់បានឃើញនៅក្នុងខ្សែអាតវីដេអូហើយនិយាយថាគាត់បានលើកលែងទូតឲ្យលូកាកាលពីលើកមុនព្រោះគាត់មិនគិតថាបរិសម្នាក់នេះនឹងហ៊ានធ្វើដល់ថ្នាក់នេះទេប៉ុន្តែនោះជាកំហុសឥឡូវនេះគាត់ដឹងថាលូកាជាមនុស្សប្រភេទដែលត្រូវតែសម្លាប់ចោលលូកាភ័យស្លន់ស្លោហើយសំទោសដោយនិយាយថាគាត់គ្មានជំរឿទេគឺដោយសារតែ Steel Blood នោះជាឈ្មោះដែលយូគីធ្លាប់ឮពីមុនមកមែនទេមែនហើយគឺជាមនុស្សម្នាក់ដែលគាត់បានឃើញនៅថៃនោះនៅក្នុង Pleasure Alley លូកាពន្យល់ថាការដុតបំផ្លាញកន្លែងនេះណាលៀននឹងការសម្លាប់មនុស្សជាទម្លាប់របស់ពួកនោះគេប្រមានថាយូគីគ្មានឱកាសឆ្នៃទេប៉ុន្តែយូគីចាប់ដំបងឈើមួយហើយនិយាយថាគាត់មិនចង់បានការសំទោសទេអ្វីដែលគាត់ចង់បានគឺទីតាំងមូលដ្ឋានរបស់ពួកវាឥឡូវនេះភ្លាមនោះក្រុមបរិះប្រដាប់អាវុធមួយក្រុមបានបង្ហាញខ្លួនដោយប្រាប់មេបញ្ជាការរបស់ពួកគេថាបេសកកម្មនេះងាយស្រួលណាស់ហើយពួកគេបានមកបន្ទុះកន្លែងលោកចោលបាត់ហើយជាការពិតណាស់ពួកគេបានជួបមុខគ្នាជាមួយរីយូគីពួកវាហាក់ដូចជាគិតថាគាត់ជាមនុស្សអត់បានការម្នាក់ហើយខ្ញុំនៅទីនេះគិតថាតើអីគេថាគាត់មានមុខដូចមនុស្សអត់បានការមែនទេលូកាកំពុងស្រែកប្រាប់ថាពួកគេចំណាយពេលយូរពេកហើយគេងាកទៅរករីយូគីទាំងទឹកមុខអំនួតដោយនិយាយថារីយូគីចប់ហើយព្រោះកម្រិតនៃគ្រឿងបរិការដែលពួកគេនាំមុខលើកនេះគឺខ្ពស់ជាងមុនឆ្ងាយណាស់ប៉ុន្តែបងប្អូនអើយគួរឲ្យអាណិតពួកវាណារីយូគីគ្រាន់តែប្រមានពួកវាគាត់ធ្លាប់និយាយវាម្ដងរួចមកហើយគាត់បានរៀបរាប់ពីលំដាប់នៃជំនាញដែលគាត់ហៀបនឹងប្រាហើយស្របពេលដែលឡោមផុតដោយពន្លឺអូរ៉ាគាត់បានប្រាប់ពួកវាថាបន្តិចទៀតនេះពួកឯងទាំងអស់គ្នានឹងត្រូវលូតជង្គង់សុំក្តីមេត្តាហើយពួកវាបើការបាញ់ប្រហារប៉ុន្តែនៅពេលដែលឈាមដំបងខ្ទាតចេញមកលូកាចាប់ផ្ដើមស្ដាយក្រោយចំពោះការសម្រេចចិត្តក្នុងជីវិតរបស់គេចាប់ផ្ដើមគិតថាជីវិតប្រហែលជាប្រសើរជាងនេះបើគេមិនដែលបានជួបរីយូគីគេពិតជាមិនគួរលួចប្លន់បុរសម្នាក់នោះនាពេលយប់នោះសោះក្នុងប្លង់បន្ទាប់រីយូគីកំពុងអង្គុយចោលទាំងអស់កម្លាំងអ៊ីហ្គនប្រាប់គាត់ថាគាត់បានឆែកកាមេរ៉ាហើយពិតជា Steel Blood Man ដែលបានចាប់ខ្លួន Suzuki ទៅពួកនេះមានកម្រិតខ្ពស់ជាង Black Snake បន្តិចនៅក្នុងពិភពពិតពួកវាមានអំណាចពិតប្រាកដនិងបណ្ដាញព័ត៌មានដ៏ធំសម្បើមនោះហើយជាមូលហេតុដែលអ៊ីហ្គននិយាយថាវាប្រហែលជាល្អបំផុតក្នុងការបោះបង់ Suzuki ចោលទោះជាយ៉ាងណាក៏ដោយរីយូគីតបវិញថាគាត់គឺជាគោលដៅតាំងពីដំបូងដូច្នេះហើយគាត់ត្រូវតែទៅយ៉ាងណាមិញគាត់មិនមានសម្ព័ន្ធមិត្តច្រើនទេហើយមិនអាចបាត់បង់មនុស្សម្នាក់គត់ដែលមានប្រយោជន៍បែបនេះបានឡើយដោយសារពួកនេះមានសុជីវធម៌គ្រប់គ្រាន់ក្នុងការអញ្ជើញគាត់យ៉ាងសកម្មបែបនេះគាត់នឹងត្រូវទៅជួបពួកវាដោយផ្ទាល់ឈុតឆាកបានផ្លាស់ប្ដូរទៅកាន់មូលដ្ឋាន Steel Blood មេបញ្ជាការក្រៅនិយាយថានេះជាលើកទី1ហើយដែលគាត់បានជួប Suzuki ដ៏ល្បីល្បាញបុរសម្នាក់ក្នុងចំណោមពួកវាបានព្រមមានគាត់ឲ្យប្រុងប្រយ័ត្នដោយគាត់សម្គាល់ថាថ្នាំញៀន Digital ហាក់ដូចជាមិនសូវមានប្រសិទ្ធភាពលើនាងទេ Suzuki នៅទីនោះក្នុងសភាពរងរបួសយ៉ាងធ្ងន់ធ្ងរដោយនិយាយថានាងធ្លាក់ក្នុងសភាពបែបនេះដោយសារតែការវាយឆ្មោះភ្លាមៗដែលនាងគ្មានពាក្យតបតទោះជាយ៉ាងណាក៏ដោយនាងបានឃើញរឿងគួរឲ្យចាប់អារម្មណ៍មួយចំនួននៅតាមផ្លូវជាពិសេសគឺអាវុធរបស់ពួកគេពិតជាពិបាករកណាស់នាងសួរថាតើពួកគេទទួលបានវាមកពីណា
ក្រៅគ្រាន់តែប្រាប់នាងថានាងមិនស្ថិតនៅក្នុងសភាពដែលអាចសួរដេញដោលបានទេហើយក៏ចូលទៅសិតជារឿងតែម្ដងគាត់ភ្ជុំកំភ្លើងចាំក្បាលនាងហើយសួរថាតើ Ryuki នៅឯណា Suzuki ចង់ដឹងថាហេតុអ្វីបានជាពួកគេតាមប្រមាញ់ក្មេងប្រាប់នោះហើយតើពួកគេមានជួបពាក់ព័ន្ធជាមួយ Lindsay ដែរឬទេក្រៅបានសិតដែរប្រាប់ឲ្យនាងនៅស្ងត់ហើយព្រមមានថាប្រសិនបើនាងនិយាយអ្វីផ្សេងទៀតគ្រឿងបញ្ជា implants នៅក្នុងក្បាលរបស់នាងនឹងត្រូវបានផ្ទុកប៉ុន្តែ Suzuki បានសួរដោយស្ងប់ស្ងាត់ថាហេតុអ្វីបានជាគាត់ទៅជាមនុស្សម្នាក់ដែលបោះបង់ការធ្វើជាអ្នកលេងដោយសារតែ Gabriel មិនទៅប្រឆាំងនឹង Lindsay ជំនួសវិញ ក្រៅបានបាញ់មួយកំភ្លើងផាំងគាត់បានបាញ់ឲ្យធ្លាយជញ្ជាំងហើយប្រាប់ Suzuki ថាលើក្រោយនឹងមិនមានការប្រមានទៀតទេ Suzuki ក្រោកឈរឡើងដោយស្ងប់ស្ងាត់និងពោលថាវាជាការគំរាមកំហែងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រៅអង្គុយចុះវិញហើយបង្គាប់ឲ្យនាងប្រាប់ជាបន្តថា Ryuki Ride 77នៅឯណានាងពន្យល់ថាទោះបីជានាងធ្លាប់ផ្ដល់កន្លែងលាក់ខ្លួនឲ្យគេក៏ដោយប៉ុន្តែគេបានចាកចេញបាត់ទៅហើយនាងក៏គ្មានមធ្យោបាយទាក់ទងគេដែរណាវ៉ាចង់ដឹងថាតើគេកំពុងប្រើប្រាស់បច្ចេកវិទ្យាបែបណាដោយយល់ថា Suzuki ច្បាស់ជាដឹងអ្វីមួយយ៉ាង Suzuki បញ្ជាក់ថាទោះបីជានាងមានមោទនភាពចំពោះចំណេះដឹងរបស់នាងក៏ដោយក៏នាងមិនដឹងអ្វីទៀតអស់នាងបានពណ៌នាថាក្មេងនោះគឺជាករណីលើកលែងដ៏អស្ចារ្យដែលមិនមែនបង្កើតឡើងដោយមនុស្ស ក្រោក្រោកឈរម្ដងទៀតហើយភ្ជុំកំភ្លើងទៅកាន់នាងដោយប្រាប់ឲ្យនាងឈប់និយាយរឿងឥតប្រយោជន៍និងថាគ្មានផ្លូវដែលនាងនៅតែលាក់ព័ត៌មានអំពី Ryuki នោះទេរំពេចនោះទឹកមុខរបស់នាងក៏ប្រែប្រួលនាងនិយាយថានាងមិនបានព្យាយាមលាក់បាំងអ្វីទេនាងគ្រាន់តែទិញពេលវេលាប៉ុណ្ណោះផ្ទាំងបង្អួចពណ៌ក្រហមមួយបានលេចឡើងខណៈដែលនាងបញ្យល់ថានេះគឺជាវីរុសដែលមានឈ្មោះថា Trachadia ដែលត្រូវបានរកឃើញនៅក្នុង Labyrinth បែប Sci-Fi វាគឺជាគ្រាប់ពូជដែលអាចចាក់ចូលទៅក្នុងខ្នួរក្បាលមនុស្សនិងបង្កឲ្យមានផលប៉ះពាល់ដែលមិនអាចត្រឡប់វិញបាននាវបានបង្ហាញពីការភ្ញាក់ផ្អើលនៅពេលដឹងថាឱសថបច្ចេកវិទ្យាទាំងអស់ត្រូវបានផលិតចេញពី Yggdrasil ការរកឃើញនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងរហូតឈានដល់ការហាមឃាត់ទាំងស្រុងនាងបានបញ្ជាក់ពីភាពវឹកវរដែលនឹងកើតឡើងប្រសិនបើមនុស្សដឹងថាដើមឈើនោះអាចផលិតអ្វីបានខ្លះទៀតខណៈពេលដែលនាងកំពុងនិយាយវាបានបង្ហាញថានាងបានលួចចូល hacking ទៅក្នុងប្រព័ន្ធរបស់ពួកគេនិងកំពុងទាញយកទិន្នន័យ Crow បានបញ្ជាឲ្យកូនចៅរបស់គាត់ចាប់នាងភ្លាមដោយបង្កាប់ថាបើមានចលនាមិនស្រួលគឺឲ្យបាញ់ក្បាលនាងចោលតែម្ដង Suzuki គ្រាន់តែសើចនិងហៅគាត់ថាជាមនុស្សកំសាកនៅក្នុងបន្ទប់មួយទៀត Crow បានដាល់តុយ៉ាងខ្លាំងខណៈដែលអេក្រង់បង្ហាញថា connection failed ទោះជាយ៉ាងណាក៏ដោយគាត់មិនខ្វល់ទេព្រោះគាត់បានទទួលបានអ្វីដែលគាត់ចង់បានគឺវត្ថុពី Yggdrasil នៅក្នុងពិភពពិតដែលជាដាវ Snow Ice Blade ដែលមានសមត្ថភាពបង្កអ្វីៗគ្រប់យ៉ាងគាត់ជឿជាក់ថាប្រសិនបើគាត់អាចយល់ពីបច្ចេកទេសរបស់ Ryuki គាត់នឹងអាចគេចផុតពីតំបន់ Pleasure District ដ៏ចង្រៃនេះក្លាយជាអ្នកលេងលំដាប់កំពូលម្ដងទៀតនិងឡើងទៅកាន់ចំណុចខ្ពស់បំផុតនៅពេលនោះគាត់មានគម្រោងនឹងបាញ់ក្បាល Gabriel ឲ្យស្លាប់មើលទៅមនុស្សគ្រប់គ្នានៅក្នុងរឿងនេះសុទ្ធតែចង់សម្លាប់ Gabriel ដែលជាហេតុធ្វើឲ្យគាត់ត្រូវលាក់ខ្លួននៅជាន់ទី100រងបែកនោះក៏មានការភ្ញាក់ផ្អើលមួយបានកើតឡើង Suzuki ចាប់ដើមបញ្ចេញធម្មពលពណ៌មាសនិងញញឹមទាំងនិយាយថាជីវិតជាការរស់រានក្បាលរយោចាប់ដើមដាច់ធ្លាក់និងគ្រប់គ្នាខំរត់គេចខ្លួនផ្សែងបានហុយពេញអាកាសនិងCrowបានព្យាយាមការពារខ្លួនដោយប្រដាវរបស់គាត់ជួនចាំងនៅអេក្រង់ខ្លាមើលបានភ្លឺឡើងបង្ហាញមុខ Suzuki នៅលើអេក្រង់ទាំងសួរថារឿងនេះប្រហែលជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់មែនទេការពិតទៅអ្វីដែលបានផ្ទុះនោះគ្រាន់តែជារូបរាងបន្លំប៉ុណ្ណោះចំណែកឯស្មារតីនិងខួរក្បាលរបស់នាងត្រូវបានលាក់ទុកនៅក្នុងដ្រូនមួយចំណៅនោះCrowបានជានាងថាជាសម្រាមប៉ុន្តែនាងបានតបវិញថានាងមិនចង់ឮពាក្យនោះចេញពីមាត់មនុស្សដែលរកស៊ីលុកគ្រឿងញៀននោះនៅពេលដែល robot ទាំងនោះបែកឃ្លានាងបានប្រកាសថាវាជាពេលវេលាលេងដេញចាប់ក្រៅបានកាប់បំផ្លាញបានមួយចំនួនប៉ុន្តែខ្លះទៀតបានគេចខ្លួនយ៉ាងងាយស្រួលនៅពេលដែលកូនចៅរបស់គេមកដល់កាន់តែច្រើនគាត់បានបញ្ជាឲ្យពួកគេតាមប្រមាញ់ drone ទាំងនោះព្រោះ Suzuki កំពុងរត់គេចខ្លួនទោះជាយ៉ាងណាក៏ដោយនាងបានគេចចេញទៅខាងក្រៅយ៉ាងងាយស្រួល Sophie បានប្រើ Hunter's Eye ដើម្បីស្វែងរកគោលដៅនៅក្នុងតំបន់នោះពួកកូនចៅបានប្រើអាវុធ Cake និងអាវុធរន្ទះដើម្បីគំទិកកាមេរ៉ា Big Brother ដែលធ្វើឲ្យ drone ធ្លាក់ចុះមកដីក្រៅបានរកឃើញ drone មួយដែលលាក់ខ្លួនហើយស្មានថា Suzuki ពុតប្រកាសកំពុងលាក់ខ្លួនដោយសត្វកណ្ដាលគាត់បានកត់សម្គាល់ថាក្រៃពី Gabriel នាងគឺជាមនុស្សដំបូងគេដែលបង្កការលំបាកដល់គាត់ខ្លាំងបែបនេះគាត់បានបាញ់មួយកំភ្លើងប៉ុន្តែរបាំងការពាររបស់នាងនៅតែជាប់គាត់បានគំរាមថានឹងចាក់នាងដោយដាវទឹកកកដើម្បីឲ្យនាងរងទុក្ខវេទនាបំផុតនៅពេលដែលមុខដាវខិតជិតមកដល់ drone ក៏ចាប់ផ្ដើមឡើងកកក្រៅបានបង្កកវាទាំងស្រុងនៅក្នុងដុំទឹកកកនិងត្រៀមខ្លួនសម្រាប់ការវាយប្រហារចុងក្រោយ
ភ្លាមនោះរីយូគីក៏បានមកដល់ដើម្បីជួយនាងដែលបញ្ជាក់ថាវាពិតជាស៊ូស៊ូគីពិតប្រាកដមែនរីយូគីបានសួរថាតើឯងមានសមត្ថភាពអាចទប់ទល់នឹងកំហឹងរបស់ខ្ញុំដែលឯងហ៊ានមកប៉ះពាល់សម្ព័ន្ធមិត្តរបស់ខ្ញុំដែរឬទេគេបានពិនិត្យស្ថានភាពរបស់ស៊ូស៊ូគីទោះបីជានាងស្ថិតក្នុងស្ថានភាព hibernation ក៏ដោយក៏នាងនឹងអាចជាសះស្បើយវិញនៅពេលក្រោយ រីយូគីមានការភ្ញាក់ផ្អើលក្នុងចិត្តដែលសម្ព័ន្ធមិត្តរបស់គេបានคล้ายទៅជាកាមេរ៉ាបែបនេះនឹងឆ្ងល់ថាតើនាងនៅតែអាចហៅថាជាមនុស្សបានទៀតឬយ៉ាងណាកូនចៅរបស់ក្រៅកាន់តែច្រើនមកដល់ហើយក្រៅបានបញ្ជាឲ្យពួកគេការពារមូលដ្ឋានលើកនេះពួកគេប្រដាប់ដោយអាវុធ Aegis ដែលធ្វើឲ្យការប្រយុទ្ធកាន់តែពិបាករីយូគីបាននិយាយថាកាលពីមុនគេប្រញាប់ប៉ុន្តែពេលនេះគេត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយរឿងនេះគេបានជន់បំបែកបន្ទះឈីបតូចមួយនៅក្រោមស្បែកជើងហើយទោះបីជាមិត្តរបស់គេព្យាយាមព្រានមានក៏ដោយក៏ការវាយប្រហារ3ប្រភេទត្រូវបានបញ្ចេញរួចជាស្រេចបាត់ទៅហើយបន្ទាប់ពីមានការផ្ទុះឡើងពួកកូនចៅទាំងអស់ត្រូវបានបង្ក្រាបភ្លាមរីយូគីឈរនៅទីនោះនិងចាប់កបរ៉ហ្វចុងក្រោយគេក្រោមិនចង់ជឿតតែសោះថាពួកគេត្រូវបានកម្ចាត់យ៉ាងងាយស្រួលបែបនេះទោះបីជាពួកគេបានវាយឆ្មុករីយូគីក្នុងពេលគេមិនដឹងខ្លួនក៏ដោយរំពេចនោះក្រៅក៏បានផ្ដោតទឹកដមសម្ដីដោយអះអាងថាដោយសារតែមានបញ្ជាពីខាងលើគាត់នឹងអនុញ្ញាតឲ្យរីយូគីចាកចេញដោយមិនមានគ្រោះថ្នាក់រីយូគីមិនជឿលើលេដ៏គួរឲ្យអស់សំណើចនោះទេរឿងរ៉ាវអតីតកាលបានបង្ហាញពីថ្ងៃដែលរីយូគីបានដឹងថាម្ដាយរបស់គេនឹងស្លាប់ដោយសារតែគេបាត់បង់តំណែងនិងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃមន្ទីរពេទ្យសាកសពរបស់ម្ដាយគេត្រូវបានគេរក្សាទុកក្នុងរយៈពេល3សប្តាហ៍ហើយគេត្រូវបានគេប្រាប់ថាប្រសិនបើគេមិនអាចបង់ថ្លៃយកសាកសពចេញទេសាកសពម្ដាយរបស់គេនឹងត្រូវគេកាត់ជាបំណែកនិងលក់ក្នុងការដេញថ្លៃក្នុងទីក្រុងទៅឲ្យអ្នកស្រាវជ្រាវអ្នកប្រមូលទិញនិងពួកមនុស្សខូចខិលដើម្បីដោះស្រាយវិបត្តិផ្លូវចិត្តនិងរកប្រាក់ដើម្បីសង្គ្រោះសាកសពម្ដាយរីយូគីបានបង្ខំចិត្តទៅធ្វើការនៅក្នុងអណ្ដោនរ៉ែ Minecraft ដំបូងឡើយគាត់ត្រូវរៀបចំបុណ្យសពសិនហើយបន្ទាប់ពីនោះទើបព្រមទទួលយកការពិតស្របពេលនោះក៏មានម្នាក់លេចមុខមកពីក្រោយគាត់ហើយប្រាប់គាត់ឲ្យភ្ញាក់រលឹកទទួលយកការពិតថាទោះបីជា3ឆ្នាំទៀតក៏គាត់រកលុយមិនបានគ្រប់ដែរដូច្នេះហេតុអ្វីមិនសាក់លបងចូលរួមក្នុងមន្ទីរពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយបរិបទនោះបានដកបន្ទាក់ឈីបមួយចេញមកដោយអះអាងថាវាមានផ្ទុកទិន្នន័យសន្តិសុខទាំងអស់នៅក្នុងទីក្រុងដែលនឹងអនុញ្ញាតឲ្យគាត់អាចលួចចូលទៅក្នុងមន្ទីរពេទ្យនិងធ្វើអ្វីៗគ្រប់យ៉ាងដែលគាត់ចង់បានពិតណាស់វាស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយប៉ុន្តែវាគឺជាឱកាសដ៏ល្អមួយនៅពេលសម្លឹងមើលបន្ទះឈីបនោះយូគីគិតថាវាជារឿងឈួតឡប់មន្ទីរពេទ្យនោះមានប្រព័ន្ធសន្តិសុខតឹងរឹងបំផុតការលួចចូល hacking កន្លែងបែបនោះមិនមែនជារឿងងាយស្រួលទាល់ទេសោះប៉ុន្តែដោយគ្មានជំរឿល្អជាងនេះគាត់ក៏សម្រេចចិត្តពិនិត្យមើលឯកសារទាំងនោះភ្លាមនៅពេលដែលគាត់បើកវាគាត់អាចមើលឃើញទិន្នន័យក្រុងទាំងមូលរាល់ទិន្នន័យលេខសម្ងាត់ចូលប្រើប្រាស់និងអ្វីគ្រប់យ៉ាងក្នុងខណៈនោះគាត់ច្បាស់ក្នុងចិត្តថាគាត់បានរកឃើញវិធីដើម្បីនាំម្ដាយរបស់គាត់ចេញពីទីនោះហើយឲ្យងាប់ចោះនេះជាលើកទី1ហើយដែលខ្ញុំបានឃើញតួឯកប្រឹងប្រែងខ្លាំងយ៉ាងនេះគ្រាន់តែដើម្បីសង្គ្រោះសាកសពអ្នកដឹងទេវាមិនមែនជារឿងសង្គ្រោះជីវិតមនុស្សទៀតនោះទេនៅក្នុងឈុតបន្ទាប់នៅមន្ទីរពេទ្យទ្វារមួយបានបើកឡើងទូក្លាសេដាក់សាកសពមួយខ្ញុំក៏ចាំឈ្មោះវាមិនច្បាស់ដែរគឺនៅទំនេរប្អូនប្រុសរបស់យើងកំពុងសែងមឈូសតែទីក្រុងមួយសន្ទុះក្រោយមកគាត់ក៏ដួលសន្លប់នៅក្នុងច្រកផ្លូវតូចមួយប៉ុន្តែគាត់បានញញឹមហើយនិយាយថាទីបំផុតគាត់បានធ្វើឲ្យវាคล้ายជាការពិតយ៉ាងហោចណាស់វាគឺជាអបជូហេតុមួយតាមពិតទៅវាគឺជាការអរគុណដល់បន្ទះឈីបចម្លែកនោះទោះបីជាគាត់នៅតែមានការសង្ស័យថាទិន្នន័យទាំងអស់នោះមានប្រភពមកពីណាក៏ដោយភ្លាមនោះគាត់ក៏ក្រឡេកទៅក្រោយហើយម្ដាយរបស់គាត់ក៏ក្រោកឈរចេញពីមឈូសគាត់បានលោតថយក្រោយទាំងតក់ស្លុតនិងឆ្ងល់ថាតើរឿងនេះអាចទៅរួចយ៉ាងដូចម្ដេចគាត់ក៏ដែរទៅរកដើម្បីអោបហើយស្របពេលនោះក៏មានម្នាក់លេចមុខមកទះដៃតើវាជារឿងឈួតស្អីហ្នឹងCynthia និង Lin Fool បានបង្ហាញខ្លួនហើយប្រាប់គាត់ថាឥឡូវនេះអ្វីដែលគាត់ត្រូវថយគឺត្រឡប់ទៅ Guild វិញតើនេះជាសុបិនឬខ្ញុំពិតជាវង្វេងអស់ហើយ Cynthia បានសុំទោសនឹងនិយាយថាឥឡូវនេះពួកគេអាចត្រឡប់ទៅ Guild ជាមួយគ្នាបានហើយ
បាទអ្វីម្យ៉ាងប្រកាសជាមិនប្រក្រតីនៅទីនេះរូបរាងម្ដាយរបស់គាត់ចាប់ផ្ដើមរលាយបាត់ទៅហើយគាត់គ្មានគំនិតទាល់តែសោះថាមានរឿងអ្វីកើតឡើងគាត់ក្រឡេកមើលទៅចំហៀងគាត់ក៏បាត់ខ្លួនហើយស្រាប់តែគាត់មកដល់កន្លែងផ្សេងទៀតបុរសនៅពីក្រោយគាត់និយាយថាគាត់បានដឹងខ្លួនលឿនជាងការរំពឹងទុកប្រហែលជាគាត់ថែមទាំងសប្បាយចិត្តទៀតផងពិតណាស់ចំនួនសាកល្បង test version នឹងត្រូវបញ្ចប់យ៉ាងឆាប់រហ័សហើយច្បាស់ណាស់ការពិសោធន៍នេះនឹងមានតម្លៃខ្ពស់បំផុតក្មេងប្រុសនោះមើលទៅហាក់ដូចជាវង្វេងដូច្នេះបុរសនោះក៏ពន្យល់ថាបន្ទះឈីបដែលគាត់បានប្រើតាមពិតគឺជាថ្នាំញៀនគាត់មិនដឹងថាប្អូនប្រុសម្នាក់នេះបានឃើញអ្វីខ្លះទេប៉ុន្តែវាប្រកាសជាការលាយឡំគ្នារវាងការមមើមម៉ាយនិងការយល់ច្រឡំពិតជាមនុស្សចង្រៃមែនគាត់បានឲ្យ Minecraft Boy ដែលខិតខំប្រឹងប្រែងរបស់យើងប្រើថ្នាំញៀនបច្ចេកវិទ្យាគ្រាន់តែដើម្បីឲ្យគាត់ញៀនប៉ុន្តែស្មារតីយុត្តិធម៌របស់ប្អូនប្រុសយើងបានផ្ទុះឡើងហើយគាត់បានដល់បុរសនោះចំមុខចំពេលដែលគេផ្ដល់ថ្នាំឲ្យបន្ថែមស្ដាយណាស់ដែលកាលពីពេលនោះគាត់គ្មានកម្លាំងអ្វីសោះនៅក្នុងឈុតបន្ទាប់គាត់ត្រូវបានគេវាយដំនិងដេញចេញមកក្រៅអ្វីដែលអាក្រក់បំផុតនោះគឺគាត់ចាប់ផ្ដើមឆ្ងល់ថាតើពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាហើយត្រឡប់ទៅមន្ទីរពេទ្យវិញគាត់ក៏បានដឹងថាវាមានរយៈពេល1ខែហើយការដេញថ្លៃក៏បានបញ្ចប់ទៅដែរអូព្រះអើយឥឡូវនេះខ្ញុំចង់បំផ្លាញពិភពលោកដ៏អាក្រក់នេះឲ្យខ្ទេចបំផ្ទុះ Yggdrasil សម្រាប់ Linefall ដុត Crown អ្វីគ្រប់យ៉ាងត្រឡប់មកខ្មងការប្រយុទ្ធវិញ Crown មិនអាចយល់បានទេថាហេតុអ្វីបានជាគាត់ត្រូវបានគេសង្កត់សង្កិនបើទោះបីជាកំពុងប្រើដាវ Yggdrasil ក៏ដោយគាត់បានលោតសម្ដៅទៅរកប្អូនប្រុសរបស់យើងនិយាយថាគាត់នឹងបញ្ចាប់អាគ្មានឈ្មោះម្នាក់នេះប៉ុន្តែ Ryuki ក៏បានដាក់ដាវនៅជាប់ករបស់គេរួចជាស្រេចនិងនិយាយថាឯងប្រហែលជាមិនដឹងទេប៉ុន្តែខ្ញុំមានហេតុផលសម្រាប់អ្វីដែលខ្ញុំហ៊ាននឹងធ្វើ Crown បានថយក្រោយទាំងក្អកនិងតក់ស្លុតខណៈដែល Ryuki និយាយថាវាពិតជាគួរឲ្យខ្មាសអៀនណាស់ដែលញឹកដឹកនាំទុនខ្សោយបែបនេះអាត្លេចនោះក៏តបវិញថាឥឡូវនេះគេនឹងបង្ហាញពីអានុភាពពិតប្រាកដនៃដាវទឹកកក Snow Ice Swords បាតដីចាប់ផ្ដើមត្រជាក់រួមជាមួយនឹងកូនចៅឯទៀតដែលប្រែទៅជាទឹកកកទាំងអស់Aegon បានព្រមនានបូនព្រំយើងថាជាអកុសលសូម្បីតែមានទេពកោសឡោលក៏ដោយក៏ដាវឈើមិនអាចឈ្នះការប្រយុទ្ធនេះបានដែររ៉ែត្រជាក់នៅជុំវិញពួកគេកំពុងបឿតចិញ្ចក់ថាមពលរបស់គាត់មិនយូរមិនសោមគាត់នឹងត្រូវខ្វាន់ភ្លាមនោះរាវគីក៏បានក្រវែងកំបិតប៉ុន្តែក្រោនបានរារាំងវាហើយនិយាយថាវាគ្មានប្រយោជន៍នោះនៅកណ្ដាលព្យុះទឹកកកគេថែមទាំងអាចដឹងពីគន្លងនៃក្របកំភ្លើងទៀតផងគេបានស្ទុះទៅរករាវគីដោយនិយាយថាដរាបណាគាត់ស្ថិតនៅក្នុងព្យុះនេះគាត់គឺមិនអាចកម្ចាត់បានទេប្អូនប្រុសយើងបានរារាំងការវាយប្រហារប៉ុន្តែដៃនឹងដៃរបស់គាត់បានចាប់ផ្ដើមត្រជាក់រឹងទៅហើយចំណែកឯក្រោនមិនអាចយល់បានសោះថាហេតុអ្វីបានជាគេមិនទាន់ឈ្នះក្មេងម្នាក់នេះទៀតគេបានរអ៊ូថាឯងប្រកាសជាប្រើរបស់របរពីយិកដ្រាស៊ីលខ្លះហើយទើបអាចទប់ទល់បានបែបនេះរីយ៉ូគីគ្រាន់តែតបវិញថាបន្តរស់នៅក្នុងការយល់ច្រឡំនោះទៅចោះនៅខណៈនោះក្រោនបានបញ្ចិនថាមពលអូរ៉ារបស់គេម្ដងទៀតដោយនិយាយថាឥឡូវនេះយើងនឹងដឹងថាអ្នកណាខ្លាំងជាងដាវទឹកកកឬដាវឈើបញ្ហានោះគឺរីយ៉ូគីមិនអាចមើលឃើញអ្វីទាំងអស់គាត់មិនអាចសូម្បីតែងាកខ្លួនស្របពេលនោះបុរសម្នាក់នោះបានមកដល់ពីក្រោយគាត់និងវាយគាត់មួយដៃទៀតរីយ៉ូគីបានរារាំងនឹងខ្ទាតទៅក្រោយខណៈដែលអាម្នាក់នោះនិយាយថាគាត់នឹងមិនអាចដើរចេញពីទីនេះត្រឹមតែបាក់ដៃនោះទេស្មាជើងនិងចង្កេះរបស់រីយ៉ូគីចាប់ផ្ដើមប្រែទៅជាដុំតកអស់ទៅហើយទោះជាយ៉ាងនេះក្តីគាត់នៅតែបន្តឌឺដងដាក់អាម្នាក់នោះដោយសួរថាតើឯងមានសមត្ថភាពតែប៉ុណ្្នឹងមែនទេក្រៅបានសម្រុកចូលម្ដងទៀតហើយ Ryuki ក៏បានរារាំងគេម្ដងទៀតទាំងសាយនឹងនិយាយថាវាពិតជាគួរឲ្យអាណិតណាស់ដែលមនុស្សប្រាដាវរឿងព្រេងនិទានបែរជាមិនអាចឈ្នះអាគ្មានឈ្មោះម្នាក់បានបន្តមកក្រៅក៏បានបញ្ចេញអនុភាពពេញទំហឹងនៃដាវឥឡូវនេះមនុស្សគ្រប់គ្នាដែលនៅជុំវិញពួកគេបានคล้ายជាបដិមាទឹកកកអស់ទៅហើយគេបានសម្រុកចូលម្ដងទៀតសម្ដៅទៅរក Ryuki តាមពិតទៅខ្ញុំមិនយល់ទេមួយផ្លែតគាត់មើលទៅហាក់ដូចជាអស់សង្ឃឹមប៉ុន្តែនៅឈុតបន្ទាប់គាត់បានរារាំងយ៉ាងស្ងប់ស្ងាត់និងវាយដៃរបស់ក្រៅចេញទឹកមុខភ័យខ្លាចខ្លាំងនោះបាទវាធ្វើឲ្យអ្នករកគ្នាវិលមុខសំបីតែក្រៅខ្លួនឯងក្នុងខណៈនោះដាវឈើរបស់គាត់ក៏បានបាក់
ទោះជាយ៉ាងនេះក៏ដីប្អូនប្រុសយើងនៅតែរក្សាភាពស្ងប់ស្ងាត់បំផុតដរាបណោះគាត់មានកំបិតតូចមួយគាត់នៅតែអាចប្រើជំនាញរបស់គាត់បានប្រើជំនាញ Meteor Strike ស្ទុះចូលទៅកាប់ក្រៅអតលឹកនោះបានដួលទៅលើដីហើយ Yuki និយាយថាគាត់មានអារម្មណ៍ថាមានរបស់របរច្រើនទៀតនៅលើខ្លួនគេតាមពិតទៅក្រៅក៏បានពាក់អាវក្រោះដៃខ្មៅដែរគេបានប្រមានថាការការពាររបស់អាវក្រោះនេះគឺល្អឥតខ្ចោះហើយគ្មានការវាយប្រហារណាមួយរបស់ Ryuki អាចធ្វើអ្វីបានឡើយ Ryuki គ្រាន់តែតបវិញថាឯងពិតជាចូលចិត្តការឈឺចាប់មែនទេវានឹងងាយស្រួលជាងនេះប្រសិនបើឯងគ្រាន់តែបោះបង់មុនពេល Crow អាចនិយាយអ្វីបាន Ryuki ក៏បានចាប់ករបស់គេនិងបោកមុខគេទៅនឹងការរោដីបន្ទាប់មកគាត់និយាយថានេះគឺជាឱកាសដ៏ល្អបំផុតដើម្បីស្វែងយល់ថាតើកម្លាំងរបស់ខ្ញុំដំណើរការយ៉ាងដូចម្តេចនៅក្នុងពិភពពិតមួយសន្ទុះក្រោយមកគាត់បានប្រើក្បាច់គុណ Martial Fist វាយសម្រុកទៅលើអាម្នាក់នោះដែលនៅលើដៃ Crow អាចចងចាំបានត្រឹមតែ Gabriel ដែលហៅគេថាគួរឲ្យអាណិតនិងនិយាយថាគេតែងតែមានគម្រោងលួចគណនីឬ account របស់គេតាំងពីដំបូងមកម្លេះពេលនោះហើយដែល Crow ផ្ទុះកំហឹងនិងអាចទាត់មួយជើងធ្វើឲ្យ Ryuki ខ្ទាកចេញទៅ Ryuki ពិតជាតក់ស្លុតហើយ Crow ក៏បានដកដាវនិងកាប់គាត់ជាពីរតើវាជារឿងឆ្កួតស្អីដែលទើបតែកើតឡើង Crow និយាយថាគេមានគោលដៅឡើងទៅលើកំពូលទោះបីជាត្រីដាវកាត់ភ្នំសាកសពក៏ដោយគេនឹងយកឋានៈជាអ្នកលេង player មកវិញហើយទីបំផុតនឹងដណ្ដើមយកអ្វីគ្រប់យ៉ាងដែល Gabriel មានចេញឲ្យអស់ចុះតា Ryuki បានធ្វើអ្វីគាត់បានឲ្យថ្នាំញៀនដដានោះទៅគេវិញCrow កំពុងតែអង្គុយមកមើលមកម៉ាយនៅលើកៅអីដោយសួរថាតើ Gabriel មានអារម្មណ៍យ៉ាងណាដែរដែលត្រូវបានគេកំចាត់បែបនេះក្រោយមកប៉ូលីសបានមកដល់ហើយពួកគេបានរកឃើញថានេះជាកន្លែងដែលវីរុសនិងបន្ទះឈីបត្រូវបានផលិតឡើងនៅពេលឃើញសាកសពទាំងអស់នៅលើការ៉ូដែលត្រជាក់រឹងនិងពោពេញដោយថ្នាំញៀនពួកគេបាននិយាយថាពួកអាចគួតទាំងនេះសមមុខហើយដែលមកពាក់ព័ន្ធនឹងបច្ចេកវិទ្យាខុសច្បាប់ណាស់ប៉ុន្តែពិតណាស់ក៏មានប៉ូលីសពុករលួយខ្លះដែរមែនទេពួកគេនិយាយថាគួរឲ្យស្ដាយដែលពួកគេស្លាប់ពួកនេះធ្លាប់ឲ្យលួយយើងច្រើនណាស់នៅលើដំបូលអាគារ Ryuki និយាយថាគាត់មិនដែលនឹកស្មានថាមនុស្សទាំងនោះនឹងញញឹមបែបនោះឡើយ Yvonne បានបញ្ចេញមតិថាឥឡូវនេះនៅពេលដែលពួកនោះចេញពីហ្គេមហើយ Ryuki ប្រកាសជាត្រូវបានគេតាមប្រមាញ់កាន់តែខ្លាំង Ryuki និយាយថាវាមិនអីទេអ្វីដែលគាត់បារម្ភពិតប្រាកដនោះគឺការទទួលបាន like លើវីដេអូនោះអាចផលិតមាតិកាឬ content កាន់តែជក់ចិត្តសម្រាប់អ្នកទស្សនាចុចកណ្ដឹងតូចមួយនោះទៅហើយខ្ញុំលាហើយ